យល់ព្រមដូច្នេះហើយបានជាវាបន្ទាប់ពីបានបញ្ជាក់បញ្ហាទាំងនេះតើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីដែលឆ្ងាញ់នៅពេលក្រោយទេដោយវិធីនេះបងស្រីសុងរងចាំខ្ញុំនៅការិយាល័យរបស់ខ្ញុំកិច្ចការសម្ភាសថ្មីមួយគឺសម្រាប់អ្នកការកាន់យើងជាព្រះម្ចាស់របស់យើងគឺដូច្នេះតូចណាស់ចាវាជិត10ឆ្នាំហើយចាប់តាំងពីយើងបានជួបគ្នាលើកចុងក្រោយអ្នកគួរតែកុំមង Americano ដែរពេលនេះគឺសម្រាប់អ្នកអរគុណខ្ញុំកំពុងប្រញាប់តាំងពីអ្នកត្រឡប់ទៅប្រទេសចិនវិញជួបគ្នាញ៉ាំអាហារពេលណាមួយខ្ញុំរវល់មូលហេតុចម្បងគឺខ្ញុំពិតជាមិនចង់ជួបគាត់ម្ដងទៀតទេខ្ញុំពិតជាជឿណាស់គាត់ប្រហែលជាមិនចង់ជួបខ្ញុំដែរប្រសិនបើគាត់ដឹងថានិពន្ធនាយកគឺជាខ្ញុំគាត់នឹងមិនយល់ព្រមជាដាច់ខាតខ្ញុំបានដុតផ្ទះរបស់គាត់តើលោកសង្ឃគិតយ៉ាងណាដែរខ្ញុំនឹងមិនផ្ដល់ព័ត៌មានសុវត្ថិភាពអគ្គិភ័យទេសួស្ដីអ្នកកែសម្រួលចម្រៀងខ្ញុំយល់ព្រមទទួលការសម្ភាសន៍នេះដោយសារតែអ្នកការបរិច្ឆេទនៃសេចក្តីព្រាងចុងក្រោយរបស់យើងគឺប្រហែលការបរិច្ឆេទពេលវេលាដើមខែក្រោយដូច្នេះខ្ញុំនឹងកំណត់ពេលសម្ភាសន៍ជាមួយអ្នកនៅពាក់កណ្ដាលខែតើមានអ្វីផ្សេងទៀតដែលអ្នកចង់ដឹងទេបើមិនអញ្ចឹងទេខ្ញុំនឹងទៅឥឡូវនេះអ្នកបាននិយាយថាអ្នកទំនេរតើវានឹងកើតឡើងនៅពេលណាខ្ញុំឆ្ងល់ថាតើខ្ញុំនឹងទំនេរនៅថ្ងៃស្អែកឬអត់ប្រសិនបើអ្នកចង់មានន័យថាការសម្ភាសន៍មានប្រសិនបើវាជារឿងផ្សេងទៀតខ្ញុំគ្មានពេលទេយ៉ាងណាក៏ដោយយើងគ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះខ្ញុំមិនគិតថាវាចាំបាច់ទេក្នុងការជួបគ្នាជាឯកជនឪពុកម្ដាយអូនេះជាអ្វីដែលខ្ញុំបានធ្វើកាលពីប៉ុន្មានថ្ងៃមុនមិត្តរួមបន្ទប់របស់អ្នកបានបង្ហោះវានៅជាន់ក្រោមនៅក្រុមហ៊ុនរបស់អ្នកពិតជានៅតែដូចមុនមែនគិតតែពីខ្លួនឯងប៉ុណ្ណោះសូម្បីតែក្រដាសស្អិតក៏ចូលចិត្តកាបូបនេះដែរអ្នកគឺជាអ្នកដំបូងគេដែលបានផ្ញើប្រាក់អ្នកទី2គឺខ្ញុំបើខ្ញុំអាយុ18ឆ្នាំខ្ញុំនឹងឲ្យលុយវាគួរតែដូចនេះឥឡូវនេះគាត់បែរខ្លួនហើយចេញទៅដោយមិននិយាយអ្វីមួយម៉ាត់ប៉ុន្តែឥឡូវនេះខ្ញុំមានអាយុ28ឆ្នាំហើយមិនបានឃើញអ្នកយូរហើយបោះបង់ប្រយោគនេះហាក់ដូចជាការចាប់ផ្ដើមនៃរឿងមិនបានឃើញអ្នកយូរហើយប៉ុន្តែពេលក្រោយគិតទៅមើលប្រហែលជាវាដូចជាការលាគ្នាច្រើនជាងការជ្រើសរើសមុខវិជ្ជាសិល្បៈវិទ្យាសាស្ត្រថ្នាក់ទី11ឆ្នាំ2012ខ្ញុំពូកែខាងមនុស្សសាស្ត្រខ្ញុំបានជ្រើសរើសវិទ្យាសាស្ត្រដោយហេតុផលផ្សេងដូច្នេះបានក្លាយជាស្រឡាញ់រដូវក្តៅដ៏អស្ចារ្យបំផុតនៅក្នុងឡានអូនេះមិនមែនគ្រាន់តែជាការចែកលុយទេអាហាដោយសារតែមាននិទេសដូចរបស់អ្នកពិតជាបានវិទ្យាសាស្ត្ររបស់យើងមិនមែនគ្រាន់តែជាថ្នាក់ធម្មតានោះទេអ្នកអាចចូលរៀននៅសាកលវិទ្យាល័យដោយគ្រាន់តែទន្ទេញចាំអ្នកបារម្ភខ្លាំងពេកអំពីថាតើខ្ញុំអាចចូលរៀននៅសាកលវិទ្យាល័យបានឬអត់តាមពិតអ្នកមិនចូលចិត្តខ្ញុំទេមែនទេប៉ុន្តែខ្ញុំមិនចូលចិត្តបុរសដែលមានមាត់អាក្រក់ទេអាហាតើអ្នកនិយាយអ្វីខ្ញុំនិយាយមិនសមរម្យអ្នកគួរតែដើរចេញមួយឡែកអូយព្រះអង្គម្ចាស់សូមឈប់បិទផ្លូវទៅហ៊ូជីមីងអ្នកក៏នៅក្នុងថ្នាក់នេះដែរមែនទេតើអ្នកនៅណាខ្ញុំនៅពីក្រោយអ្នកបន្ទាប់មកខ្ញុំនឹងរស់នៅជាមួយអ្នករបស់ក្មេងស្រីនោះអន់រួចទៅហើយនៅឆ្នាំដំបូងនៃវិទ្យាល័យវាពិតជានឹងទីមិត្តរួមថ្នាក់របស់យើងករណីវិទ្យាសាស្ត្រសំខាន់ថ្នាក់ជាតិកាលពីឆ្នាំមុនសមាមាត្រនៃក្មេងស្រីគឺខ្ពស់ជាងក្មេងប្រុសហើយស្ត្រីត្រូវបានរាប់នៅពេលថ្ងៃខ្ញុំសង្ឃឹមថាអ្នកនឹងមកថ្នាក់នេះវាមិនមែនគ្រាន់តែអំពីការប្រៀបធៀបជាមួយក្មេងប្រុសនោះទេមនុស្សគ្រប់គ្នាបានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងមុខតំណែងរៀងខ្លួនឡើងទៅលើវេទិកាដើម្បីទទួលសៀវភៅអ្នកបន្ទាប់ដែលត្រូវសរសេររួមគ្នាមិត្តរួមថ្នាក់របស់អ្នកមិនទាន់មានវេននៅឡើយទេតើអ្នកពិបាកស្ដាប់មែនទេបានដាក់ឈ្មោះដើម្បីផ្ញើប្រាក់ហេអ្នកទាំងពីរឈប់ឆ្លោះគ្នាទៅអ្នកទាំងពីរគ្រាន់តែចង់ចែកលុយឲ្យគេទេគាត់ពិតជាដូចជាមានស្រីស្នំពីរនាក់នៅក្នុងថ្នាក់របស់យើងអ្នកចង់បានវាខ្លាំងណាស់នៅទីនេះយកវាខ្ញុំនឹងសុំឲ្យអ្នកចាត់វិធានការបន្ទាប់ពីអ្នកបានប្រឡងជាប់ឲ្យរបស់នេះមកខ្ញុំអូតើអ្នកអាចនៅជាមួយមិត្តភក្តិកុមារភាពរបស់គាត់ដោយរបៀបណាអ្នកពិតជាទន់ភ្លន់ណាស់គាត់ជាសត្វចម្លែកដ៏អាក្រក់មួយតើពួកវាអាចត្រូវបានផ្លាស់ទីជាមួយគ្នាដោយរបៀបណាវាមិនមែនដោយសារតែយើងទាំងអស់គ្នាហៅវាថាសងថែននោះទេដូច្នេះអ្នកបានពង្រេកក្តីស្រឡាញ់របស់អ្នកចំពោះគាត់ដល់អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងគាត់មែនទេគាត់បានស្គាល់ខ្ញុំមុនអ្នកទៅទៀតអ្នកបានកាន់កាប់ប្រទេសរបស់ខ្ញុំជើងរបស់អ្នកវែងណាស់តើអ្នកមិនអាចហៅខ្លួនឯងថាសងយ៉នបានទេ
តើខ្ញុំអាចអនុញ្ញាតឲ្យអ្នកប្រើសៀវភៅនេះដោយរបៀបណាខ្ញុំទើបតែឆ្លុះជាមួយមនុស្សនោះនៅព្រឹកនេះមិនអីទេរបស់ថ្មីក៏ល្អដូចរបស់ចាស់ដែរសុងឈីមិនចូលចិត្តមិត្តនោះជាងគេសៀវភៅនេះជារបស់ខ្ញុំហើយឥឡូវនេះហេខ្ញុំមិនចង់ជំពាក់អ្វីអ្នកណាទេប៉ុន្តែខ្ញុំបានសរសេរឈ្មោះរបស់ខ្ញុំរួចហើយវាដូចជាពួកគេពិតជាត្រូវផ្ដល់លុយមែនគាត់គ្រាន់តែឲ្យលុយគេទៀតព្រោះគាត់ខឹងខ្ញុំបានជួបមនុស្សម្នាក់ទៀតដែលចូលចិត្តធ្វើឲ្យមនុស្សខឹងដោយការឲ្យលុយតើអ្នកណាអាចសរសេរបញ្ហានេះនៅលើក្តារខៀនបានបងស្រីសុងសូមមកទីនេះខ្ញុំនឹងសម្លាប់អ្នកបងស្រីខ្ញុំគិតថាគ្រូនោះអាចជាអ្នកដែលជាប្អូនស្រីពិតរបស់អ្នកគឺសងបើអ្នកមិនដឹងពីរបៀបអង្គុយទេចូលទៅឈរនៅខាងក្រោយតើអ្នកមិនអាចជួយខ្ញុំនៅពេលនេះបានទេខ្ញុំអាចជួយអ្នកបានម្ដងតើខ្ញុំអាចនៅទីនោះដើម្បីជួយអ្នកជានិច្ចបានទេតែងតែនៅក្បែរខ្ញុំជានិច្ចខ្ញុំខ្លាចថាខ្ញុំមិនអាចជួយអ្នកបានពិតជាគ្មានស្នេហាវាងមិត្តរួមថ្នាក់ទេមិនអីទេចៅប្រុសខ្ញុំនឹងជូនអ្នកនៅអាហារសម្រន់រយៈពេល1សប្តាហ៍ខ្ញុំឃើញថាអ្នកត្រូវបានព្រះអាទិត្យសម្លឹងមកខ្ញុំបានធ្វើវាំងននមួយជាពិសេសសម្រាប់អ្នកតើនោះមិនមែនជាការគិតគូរទេតើអ្នកអាចចាត់ទុកនេះជាទង្វើនៃការសងបំណុលនៃការដឹងគុណបានទេខ្ញុំរវល់ខ្លាំងណាស់ក្នុងការបង្រៀនអ្នកពីជាគណិតទំនើបមិនអីទេខ្ញុំដឹងហើយកុំរំខានខ្ញុំឯងមិនទាន់ត្រឡប់ទៅវិញទេខ្ញុំនឹងសរសេររឿងនេះឲ្យចប់រួចនឹងត្រឡប់មកវិញអ្នកអាចចាក់ចេញបានបន្ទាប់ពីអ្នកបញ្ចប់ការងាររបស់អ្នកខ្ញុំនឹងត្រឡប់ទៅវិញឥឡូវនេះមិនអីទេលាហើយកំណត់ចំណាំថ្មីដែលបង្កើតឡើងដោយព័ត៌មានក៏រួមបញ្ចូលការរំលឹកសំខាន់ផងដែរតើអ្នកមិនបាននិយាយថាអ្នករវល់ខ្លាំងណាស់មែនទេខ្ញុំរវល់ខ្លាំងណាស់នោះហើយជាមូលហេតុដែលខ្ញុំអាចរៀបចំវាសម្រាប់អ្នកបានតែបន្ទាប់ពីចេញពីសាលារៀនប៉ុណ្ណោះលើកក្រោយអ្នកអាចស្ដាប់រឿងទាំងមូលបានតែងតែនៅក្បែរអ្នកដើម្បីជួយអ្នកវាពិតជាអាចទៅរួចពេញលេញប៉ុន្តែសូម្បីតែវិធានការបណ្ដោះអាសន្នក៏ត្រូវមានដែរគុំក្រមុំតូចដ៏មានតម្លៃរបស់នាយកប្រតិបត្តិខ្ញុំនឹងនៅតែមានមន្តស្នេហ៍និងស្រស់ស្អាតនៅសប្តាហ៍ក្រោយបន្ទាប់មកថ្ងៃស្អែកខ្ញុំនឹងយកវាមកថ្ងៃស្អែកអរគុណដែលជួបខ្ញុំវាមិនមែននិយាយអំពីការខ្ចីសៀវភៅដែលបង្កបញ្ហាមានអារម្មណ៍សោកស្ដាយខ្ញុំគិតថាអ្នកមានចំណង់ចំណូលចិត្តមិនធម្មតាមួយចំនួនខ្ញុំសង្ឃឹមថាអ្នកនឹងធ្វើនៅពេលអនាគតអ្នកអាចសរសេរឈ្មោះរបស់អ្នកនៅកន្លែងណាដែលអ្នកត្រូវការសុងសៀននូកុំបង្កបញ្ហាឲ្យខ្ញុំទៀតអីហេតុអ្វីបានជាអ្នកមិនអាចក្លាយជាអ្នកដាក់ស្លាកថាសុងឆៃណានពីព្រោះសុងហៃញ៉ាំនឹងមិនបង្កបញ្ហាទេពីព្រោះសុងឆៃណាននឹងមិនបង្កបញ្ហាទេចេញទៅបើអ្នកយឺតនៅពេលអនាគតខ្ញុំនឹងត្រូវការហត្ថលេខារបស់អ្នកនៅកន្លែងដែលត្រូវការវាសូមបញ្ជាក់ថាវាពិបាកក្នុងការផ្ញើកុំបង្កបញ្ហាអ្វីដល់ខ្ញុំលោកគ្រូនេះមិនមែនជាខ្ញុំទេខ្ញុំជាក្មេងប្រុសម្នាក់ដែលកំពុងនិយាយរឿងនេះដោយសារតែគាត់ទទួលបាននិទេសល្អយ៉ាងណាក៏គាត់អាចមកយឺតបានដែរប្រាប់ខែក្រោយផងអូភាពសុខដុមរមនានាំមកនូវទ្រព្យសម្បត្តិហើយភាពសុខដុមរមនាធ្វើឲ្យពិន្ទុប្រសើរឡើងបងស្រីសុងដឹងថានាងខុសហើយអ្នកក៏មិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយសងខេនដែរអន្តេវាសិកដ្ឋានរាជវង្សសុងនៅលើក្តារខៀនគឺជាអ្នកកុំភ្លេចស្នាក់នៅហើយបំពេញកាត់ប្រកិច្ចសម្អាតរបស់អ្នកនៅថ្ងៃនេះអូតើយើងគួរទៅមន្ទីរពេទ្យទេសូមលោកគ្រូមេត្តាអនុញ្ញាតឲ្យខ្ញុំនៅពេលក្រោយអ្នកមិនចាំបាច់រងចាំខ្ញុំយប់នេះទេយល់ព្រមអ្នកគួរតែត្រឡប់ទៅវិញនេះជាអ្វីដែលខ្ញុំបានធ្វើសម្រាប់អ្នកនៅថ្ងៃនេះមិនអីទេខ្ញុំគ្រាន់តែដេកចុះមួយសន្ទុះប៉ុណ្ណោះសូមអភ័យទោសខ្ញុំមិនបានឃើញវាទេសូមផ្លាស់ប្ដូរវាឲ្យខ្ញុំបើប៉ានិងម៉ាក់ឆ្លោះគ្នាតើកូននឹងរស់នៅជាមួយអ្នកណាហាតើអ្នកចង់នៅជាមួយជីដាល់ជីដូនសូមឲ្យខ្ញុំប្រាប់អ្នកឲ្យបានត្រឹមត្រូវប៉ានឹងស្ដាប់អ្នកថ្ងៃនេះជាក្មួយស្រីរបស់ខ្ញុំតើអ្នកក៏បានរៀបចំតរបស់ខ្ញុំឲ្យស្អាតដែរទេសម្អាតតរបស់អ្នកវាក៏ជាអ្វីមួយដែលសមនឹងទទួលបានការផ្ដល់ជូនដោយសារតែឥទ្ធិពលរបស់វារឿងយឺតនោះ
ខ្ញុំបាននិយាយជាមួយគ្រូរួចហើយវានឹងមិនកាត់ឥន្ទានរបស់អ្នកទេហើយចាប់ពីពេលនេះទៅខ្ញុំនឹងត្រូវបានគេហៅថាសៀវសុងយកព្រមទេព្រោះអ្នកចាស់ជាងខ្ញុំមែនហើយបើមិនដូច្នោះទេអ្នកបានបដូរឈ្មោះរបស់អ្នកទៅជា recitation forward សៀវសុងនៅផ្ទះហើយទៅផ្ទះអនាម័យលើតុតាមពិតវាចាំបាច់ត្រូវពិនិត្យកុំព្យូត្រលើតុកុំបង្ហោះអ្វីដែលមិនតាក់ទងនឹងការសិក្សាមិនផ្អែមតោះទៅមហិច្ឆតារបស់យុវវ័យប្រៀបដូចជាក្រដាសដែលរហែកដរាបណាភីគីទាំងពីរថយក្រោយមួយជំហានវាងាយស្រួលស្មើគ្នាអ្នកទាំងពីរមិនបានយកកាបូបសិក្សាមកផ្ទះទេចុះយើងវិញចាប់ពីថ្ងៃនេះទៅយើងនឹងចូលរួមវគ្គសិក្សាដោយខ្លួនឯងពេលល្ងាចជាមួយគ្នាលូជីមីនតោះញ៉ាំ hamburger យប់នេះមិនអីទេខ្ញុំនឹងកក់កន្លែងមួយអ្នកមិនមកផ្ទះញ៉ាំអាហារពេលល្ងាចទេការសិក្សាដោយខ្លួនឯងពេលល្ងាចចាប់ផ្ដើមនៅម៉ោង 6:30 វាពិតជាយឺតពេកហើយក្នុងការញ៉ាំអាហារនៅផ្ទះយ៉ាងណាក៏ដោយខ្ញុំញ៉ាំអាហារតែម្នាក់ឯងពេលខ្ញុំត្រឡប់មកផ្ទះវិញដែលវាពិតជាត្រឹមត្រូវខ្ញុំញ៉ាំអាហារជាមួយអ្នកទាំងពីរមុនពេលខ្ញុំទៅផ្ទះហើយអ្វីបានជាអ្នកមិនកុំងអាហារមួយឈុតបើមិនដូច្នោះទេវានឹងមិនគ្រប់គ្រាន់ទេចងចាំថាត្រូវបដូរភេសជ្ជៈទៅជាអ្វីផ្សេងអតិថិជនម្នាក់នេះមិនអាចមានលទ្ធភាពទិញវាបានទេទីបំផុតខ្ញុំបានរកឃើញអ្នកហើយនេះជាផែនការសិក្សាជាក្រុមរបស់ខ្ញុំសូមក្រឡេកមើលនីមួយដោយឡែកពីគ្នាគ្រូបាននិយាយថាយើងគួរតែបង្កើតក្រុមបង្រៀនតាមមិត្តភ័ក្តិខ្ញុំសូមអញ្ជើញអ្នកឲ្យចូលរួមក្រុមរបស់ខ្ញុំចាប់ពីពេលនេះទៅខ្ញុំនឹងកំណត់ពេលសិក្សាមួយល្ងាចសូមឲ្យខ្ញុំឆ្លើយសំណួររបស់អ្នកខ្ញុំមិនមានការជំទាស់ទេតោះចាប់ផ្ដើមយប់នេះបងប្រុសតើអ្នកត្រូវការជំនួយទៅវិញទៅមកទេពួកគេជាប់ចំណាត់ថ្នាក់ជាប់លាប់ក្នុងចំណោមកម្ពុជាទាំង3នៃក្រុមអាយុរបស់ពួកគេក្នុងតម្លៃ50យន់ដោយពាក្យចាស់ពោលថាគ្មានអ្នកណាល្អឥតខ្ចោះនោះទេរៀនពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមកឥឡូវនេះយើងមានអ្នកដឹកនាំម្នាក់ហើយខ្លាដែលការពារភ្នំឆ្កែស្មោះត្រង់ម្នាក់ហើយខ្ញុំក៏ស្រស់ស្អាតដែរវាជាការប្រកួតដែលបង្កើតឡើងនៅស្ថានសុខហាហាតើអ្នកគិតថាវាអាចទៅរួចទេខ្ញុំមានអាការៈរាគរូសនៅពេលពិនិត្យក្នុងខែណានោះហើយជាមូលហេតុដែលខ្ញុំទទួលបានចំណាត់ថ្នាក់ទី9ពីបាត់តើវាអាចទៅរួចទេគ្រូបានផ្ដល់ឲ្យគាត់នៅពិន្ទុបន្ថែម10ពិន្ទុលីហើយក៏មិនគ្មាននរណាម្នាក់នឹងនៅទីនោះម្ដងទៀតឡើយតាមដានខ្ញុំពេលខ្ញុំគេងជួយខ្ញុំពេលគេសួរសំណួរខ្ញុំមិនចង់អង្គុយជួរទី1ទេកុំបែកគ្នាទៀតអ្នកបានមកចំណាត់ថ្នាក់លេខ2ហេតុអ្វីអ្នកមិនអង្គុយលើកៅអីខ្ញុំពីព្រោះតំណែងនេះធ្វើឲ្យខ្ញុំកាន់តែងាយស្រួលក្នុងការសង្កេតមើលគាត់តើអ្នកពិតជាមិនគិតចង់បដូរកៅអីជាមួយខ្ញុំមែនទេតើអ្នកមិនខ្លាចថាខ្ញុំនឹងមានអារម្មណ៍ចំពោះគាត់យូរទៅទេកាបូបកាំបិតក្រហមតើអ្នកនឹងសោកសៅទេអ្នកបានបំផុសគំនិតខ្ញុំប្រសិនបើសងផ្ដោតលើការណាត់ជួបចំណាត់ថ្នាក់នឹងធ្លាក់ចុះយ៉ាងប្រាកដបន្ទាប់មកខ្ញុំនឹងក្លាយជាលេខ1នៅក្នុងថ្នាក់ខ្ញុំទើបតែដឹងអំពីការរៀបចំកន្លែងអង្គុយនៅពេលក្រោយមនុស្សគ្រប់គ្នាមានកង្វល់មនុស្សមួយចំនួនមិនចង់អង្គុយនៅក្រោមច្រមុះគ្រូទេមនុស្សមួយចំនួនមានការព្រួយបារម្ភដោយសារតែត្រចៀកក្រហមរបស់ពួកគេដែលមិនអាចលាក់បាំងបានក៏មិនខ្ញុំនៅក្នុងចំណតរថយន្តក្បែរក្រុមហ៊ុនឡានខ្ញុំស្រាប់តែមិនចាប់ផ្ដើមតើអ្នកអាចមកមើលរឿងនេះឲ្យខ្ញុំពេលក្រោយបានទេអាយុ18ឆ្នាំខ្ញុំគិតថាសុងឈោពិបាកទីទុកជាមុនដូចអាកាសធាតុដែរអាយុ28ឆ្នាំខ្ញុំនៅតែពិបាកបន្តដំណើរទៅមុខជាមួយឆេងយ៉ាខិនបទចម្រៀងដំបូងត្រូវបានបង្ហាញកុំនិយាយវាម្ដងទៀតពួកគេបានមកដល់លឿនណាស់អ្នកកំពុងសរសេរឈ្មោះខ្ញុំមែនហើយខ្ញុំនឹងចុះឈ្មោះចូលក្នុងរយៈពេល3ថ្ងៃឡានបានខូចខ្សែម៉ាស៊ីននេះរបូមបញ្ឆេះនៅលើដើមឈើមើលទៅខូចខាតបន្តិចតើខ្ញុំអាចដោះស្រាយបញ្ហានេះដោយរបៀបណាវាពិបាកណាស់ពេលសម្រាប់បានជាសាវ៉ារួចហើយមែនទេដែលយើងទទួលបានអត្ថប្រយោជន៍ត្រូវបានកំណត់ដោយដៃឆ្វេងរបស់យើងពាក្យពាណិជ្ជកម្មអេឡិចត្រូនិកផ្សេងទៀតឬហាងឯកជនទាំងអស់អាចប្រើប្រាស់ដោយដៃបានវាពិបាកក្នុងការបើកសម្រាប់ពេលនេះខ្ញុំនឹងទៅហាង Boots ដើម្បីពិនិត្យសុខភាពឲ្យបានហ្មត់ចត់នៅចុងសប្តាហ៍នេះអូត្រូវហើយខ្ញុំនឹងណែនាំអ្នកនៅផែនការសង្គ្រោះបំបត្តិក្លិនក្នុងគ្រាអាសន្ន Project ដំណើរការលើអ៊ីនធឺណិត24កក្កដា
មិនចាំបាច់ទេអរគុណខ្ញុំបានធ្វើអំពើល្អដ៏ធំមួយដល់អ្នកហើយអ្នកមិនព្រមបន្ថែមនរណាម្នាក់នៅលើវេឆាតទេហើយតើយើងមិនមានពេលសម្រាប់ការសម្ភាសបន្ទាប់ពីនោះទេនៅក្នុងឈ្មោះតើអ្នកនៅតែរក្សាទំនាក់ទំនងជាមួយគាត់មិនបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំមកនេះទេបាទចាសសអ្នកមិនដឹងទេថាក្មេងជាធម្មតាត្រូវបានម្ដាយរបស់អ្នកបញ្ជូនមកពេលណាទើបបានមកវិញកូនប្រុសសម្លាញ់ឲ្យយូរម្លេះហើយកុំប៉ះខ្ញុំអីសម្លៀកបំពាក់ខ្ញុំសាំអស់ហើយអាហាអ្នកថ្មីឈ្មោះស៊ីវសេងនៅក្រុមហ៊ុនរបស់អ្នកយ៉ាងម៉េចដែរតើគាត់ត្រូវបានដំឡើងឋានៈជាផ្លូវការហើយឬនៅគាត់បានចាក់ចេញដោយខ្លួនឯងខ្ញុំបានបង្ហោះវានៅក្នុងក្រុមមិត្តរួមការងារនោះមុនពេលខ្ញុំចាក់ចេញមេដឹកនាំនោះនឹងធ្វើឲ្យខ្ញុំឈួតវាជារឿងគួរឲ្យខឹងណាស់ដែលគាត់ហ៊ានសួរសំណួរនរណាម្នាក់ស្ដាប់អ្នកមករកអ្នកហេតុអ្វីអ្នកមិនបានប្រាប់ខ្ញុំផងថាអ្នកនឹងស្នាក់នៅរយៈពេលប៉ុន្មានលើកនេះខ្ញុំបារម្ភថាតើមិត្តរួមថ្នាក់ចាស់របស់អ្នកនឹងស្វាគមន៍ខ្ញុំឬអត់បើអ្នកសុខចិត្តខ្ញុំមិនចាក់ចេញទេសូមត្រឡប់មកវិញយើងពិតជានឹងស្វាគមន៍អ្នកនៅពេលដែលស៊ូសែនជាត្រឡប់មកវិញយើងទាំង4នាក់អាចជួបជុំគ្នាម្ដងទៀតលេបនេះជូរពេកខ្ញុំនឹងបន្ថែមរសជាតិហឹរបន្ថែមហេខ្ញុំនឹងទៅជាមួយអ្នកប្រហែលជាដោយសារតែយើងមិនបានតាក់ទងគ្នាយូរពេកវាជារឿងធម្មតាទេដែលជាវសុងមិនសូវស្គាល់អ្នកពួកគេសុទ្ធតែជាមិត្តរួមថ្នាក់ចាស់ចូលយើងជួបជុំគ្នាឲ្យបានញឹកញាប់ជាមួយនៅពេលអនាគតអ្នកកំពុងញ៉ាំអាហារពេលល្ងាចជាមួយមិត្តរួមថ្នាក់ចាស់របស់អ្នកខ្ញុំមិនហ៊ានមើលគំនិតរបស់អ្នកដទៃគ្រប់ពេលនោះទេបងប្រុសបើខ្ញុំអាចយកពិន្ទុនេះទៅផ្ទះបានប៉ាខ្ញុំនឹងសោកសៅលោកគ្រូបានផ្ដល់ឲ្យអ្នកនៅចំណុចគ្រោះមហន្តរាយតូចមួយអ្នកគួរតែទទួលបាន48ពិន្ទុការផ្ញើលុយគឺល្អតើអារម្មណ៍ដំបូងរបស់អ្នកគឺជាអ្វីតើមានវិធីសាស្ត្រអ្វីខ្លះដែលអាចប្រើបានមែនហើយខ្ញុំសង្ឃឹមថាខ្ញុំពូកែដូចអ្នកប៉ារបស់ខ្ញុំនឹងមានមោទនភាពខ្លាំងណាស់អ្នកមិនដឹងថាឪពុកខ្ញុំគួរឲ្យស្រឡាញ់ប៉ុណ្ណាទេថ្មិញដំបូងដែលខ្ញុំបានជ្រុះពេលខ្ញុំរៀនដើរសូម្បីតែពេលខ្ញុំមានរដូវក៏ដោយគាត់តែងតែថតរូបដើម្បីរំលឹកដល់ឱកាសនោះដោយបេះដូងរបស់គាត់ពោពេញដោយអារម្មណ៍បើខ្ញុំជាប់ចំណាត់ថ្នាក់លេខ1គាត់នឹងសប្បាយចិត្តខ្លាំងណាស់ខ្ញុំក៏មានសំណាងណាស់ដែរអឺមវាគ្រាន់តែជាការប្រឡងមួយប៉ុណ្ណោះមែនទេកុំសោកសៅពេកអីការប្រឡងនេះពិតជាលំបាកណាស់បើមានអ្វីដែលខ្ញុំអាចជួយអ្នកបានអ្នកបាននិយាយថាអ្នកនឹងជួយខ្ញុំដូច្នេះអ្នកអាចញ៉ាំបានតែនៅទីនេះប៉ុណ្ណោះពួកគេគិតថាខ្ញុំស្លូតបូតពេកនៅក្នុងថ្នាក់ប៉ុន្តែអ្នកទើបតែនិយាយថាអ្នកនឹងជួយខ្ញុំហេតើអ្នកនឹងជួយខ្ញុំដោយរបៀបណាអូប្រាប់ខ្ញុំផងតើអ្នកអាចជួយខ្ញុំដោយរបៀបណាលទ្ធផលប្រឡងរបស់អ្នកចេញហើយឬនៅយល់ព្រមល្អណាស់មនុស្សគ្រប់គ្នានិយាយថាអ្នកគួរតែញ៉ាំឲ្យបានច្រើនបន្ទាប់ពីធ្វើការយ៉ាងលំបាកតើអ្នកបើកហាងមួយនៅមាត់ទន្លេដោយរបៀបណានេះនឹងធ្វើឲ្យវាពិបាកបន្តិចប៉ុន្តែអ្នកអាចរកលុយបានច្រើនជាងនេះប្រសិនបើអ្នកមិនមែនជាអ្នកជំនាញប៉ាមិនរំពឹងថាកូននឹងរកលុយបានច្រើនទេប៉ានឹងគាំទ្រអ្វីដែលអ្នកចង់បានលទ្ធផលប្រឡងប្រចាំខែរបស់ម៉ាក់ចេញហើយពិន្ទុរូបរបស់ខ្ញុំគឺ572ទី1នៅក្នុងថ្នាក់លើកនេះពិន្ទុអត្ថបទទាបបន្តិចតើនេះជាអ្វីដែលខ្ញុំត្រូវធ្វើទាំងអស់មែនទេគ្រូបាននិយាយថាឪពុកម្ដាយត្រូវចុះហត្ថលេខាលើឯកសារប្រឡងបងស្រីសុងខ្ញុំរវល់ណាស់បើអ្នកមិនស្គាល់ខ្លួនឯងផងពួកគេមិនអាចទ្រាំទ្រនឹងរឿងតូចតាចដូចជាការសិក្សាបានឡើយអ្នកក៏មិនស័ក្តិសមធ្វើជាកូនខ្ញុំដែរបានដឹង
តើវាជាអ្នកណាហេតុអ្វីបានជាអ្នកនៅទីនេះអ្នកប្រឡងម៉ូដគឺជាឈ្មោះរបស់ខ្ញុំប៉ុន្តែខ្ញុំចង់មានន័យថាអ្នកអាចចាកចេញពីវាលស្រែបានភាពស្ងប់ស្ងាត់ក្នុងរយៈពេលយូរដូច្នេះតើអ្នកនឹងធ្វើអ្វីឪពុកម្ដាយរបស់អ្នកនឹងមិនស្ដីបន្ទោសអ្នកទេឪពុកម្ដាយខ្ញុំគ្មានពេលជួយអ្នកទេដរាបណាខ្ញុំជាលេខ1នោះមិនអីទេពួកគេមិនដែលមើលឯកសារប្រឡងទេឯកសារល្អបែបនេះគួរតែត្រូវបានបង្ហាញយកវាទៅ321អបអរសាទរការចូលលេងលើកដំបូងរបស់ Song Thingling គាត់ទទួលបានពិន្ទុខ្ពស់បំផុតនៅក្នុងសាលាទាំងមូលក្នុងការប្រឡងរូបថតក្រុមខ្ញុំនឹងពេញចិត្តនឹងពិភពលោកនោះចាប់ពីពេលនេះទៅប៉ារបស់ខ្ញុំនឹងក្លាយជាប៉ារបស់អ្នកយើងបានប្រមូលផ្ដុំគ្នានៅទីនេះនៅថ្ងៃនេះដើម្បីផ្ដល់តើពួកគេកំពុងធ្វើអ្វីដូច្នេះតើអ្នកចង់បានអ្វីតើអ្នកមិនអាចនិយាយចេញមកបានទេហើយអ្វីបានជាអ្នកវីណូណាម្នាក់តើវាជារឿងរបស់អ្នកឬបានអ្នកវីខ្ញុំគ្រាន់តែខ្វល់ពីរឿងផ្ទាល់ខ្លួនរបស់ខ្ញុំហើយដើរចេញមួយឡែកទៅលេងទៅអញគិតថាអញជាមនុស្សតែម្នាក់គត់ដែលមានមនុស្សច្រើនមែនទេសូមគឺប្រញាប់ឡើងអ្នកវីមនុស្សរបស់ខ្ញុំប៉ារបស់ខ្ញុំមានសុខភាពមិនល្អហើយពិតជាមិនអាចមកបានទេបើពុកម្ដាយខ្ញុំដឹងខ្ញុំទាមទារឲ្យខ្ញុំរកលុយសូមឲ្យខ្ញុំបង្ហាញអ្នកជំនួសឲ្យការសិក្សាឲ្យបានត្រឹមត្រូវក្មេងប្រុសម្នាក់នេះបែរជាកំពុងតែតស៊ូហើយឪពុកម្ដាយរបស់អ្នកមកឥឡូវនេះនោះគឺជាការដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយគាត់សង្ហាណាស់ខ្ញុំមិនបានកត់សម្គាល់ទេអូនស្រីសូមក្បាច់គុណកុងហ្វូរបស់អ្នកពូកែណាស់ការហ្វឹកហាត់តេក្វាន់ដូរបស់ខ្ញុំមិនមែនឥតប្រយោជន៍ទេពួកខ្ញុំនឹងនាំអ្នកទៅផ្ទះវិញពេលក្រោយជាមួយឪពុកម្ដាយខ្ញុំគ្រាន់តែនិយាយថាខ្ញុំកំពុងរៀបចំអាហារពេលនេះឲ្យទៅលេងចុះអ្នកទាំងពីរវិញតើអ្នកត្រូវការឲ្យខ្ញុំដឹកជញ្ជូនវាទេមិនចាំបាច់ទេយើងនឹងត្រូវជួលនរណាម្នាក់នៅពេលក្រោយកន្លែងដែលខ្ញុំទើបតែនិយាយថាខ្ញុំនឹងទៅគឺប្រទេសមីយ៉ាន់ម៉ាយ៉ាងហោចណាស់ខ្ញុំគួរតែដាក់បងរុំលើអ្នកមិនដឹងពីរបៀបប្រយុទ្ធទេប៉ុន្តែអ្នកបានប្រញាប់ប្រញាល់ចូលទៅបងស្រីសុងខ្ញុំមិននឹកស្មានថាអ្នកល្ងងយ៉ាងនេះទេរីករាយថ្ងៃកំណើតចម្រៀងប្អូនស្រីទោះបីជាវាធ្វើឲ្យអ្នកទៅស្ថានីយ៍ប៉ូលីសនៅថ្ងៃកំណើតរបស់អ្នកក៏ដោយសូមអភ័យទោសប៉ុន្តែវាជាបទពិសោធន៍ប្រភេទផ្សេងនេះជាលើកដំបូងហើយដែលមាននរណាម្នាក់ជូនពួកខ្ញុំនៅថ្ងៃកំណើតដ៏រីករាយនៅថ្ងៃនេះជារៀងរាល់ឆ្នាំចាប់ពីថ្ងៃនេះទៅខ្ញុំនឹងនៅក្បែរអ្នកជានិច្ចដើម្បីជូនពរអ្នកឲ្យមានថ្ងៃកំណើតដ៏រីករាយព្រោះថ្ងៃនេះមិនមែនជាថ្ងៃកំណើតរបស់ខ្ញុំតតែសោះឯកសាររបស់ខ្ញុំបញ្ជាក់ពីការបរិច្ឆេទតាមប្រតិទិនច័ន្ទគិតប៉ុន្តែខ្ញុំនៅតែបញ្ចូលគ្នាទៅក្នុង motherboard ចូលយើងចាត់ទុកថ្ងៃនេះជាថ្ងៃកំណើតរបស់ Song Thingling ស៊ូយៀនសង្ឃឹមថាភរិយាចុងរបស់សុងអ្នកអាចបង្ហាញខ្លួនឯងពិតរបស់អ្នកនៅចំពោះមុខខ្ញុំបើអ្នកខ្លាចលើកក្រោយអ្នកអាចលាក់ខ្លួននៅពីក្រោយខ្ញុំបានខ្ញុំសង្ឃឹមថាបងស្រីសុងនឹងចងចាំខ្ញុំនាពេលអនាគតត្រឹមត្រូវចងចាំថាត្រូវរក្សាពាក្យសម្ដីរបស់អ្នករីករាយថ្ងៃកំណើតពូរបស់ខ្ញុំពូស៊ូសួស្ដីខ្ញុំឈ្មោះសុងឈីអ្នកអាចហៅខ្ញុំថាសៀវសុងឈីជីមីងជាវសុងខេជាមីងយូរណាស់ហើយប៉ារបស់អ្នកសុខសប្បាយទេគាត់សុខសប្បាយជាទេលីទូខ្ញុំចង់ជម្រាបសួរអ្នកសូមអភ័យទោសឪពុកម្ដាយខ្ញុំបានចេញមកម្ដងទៀតដំបូងឡើយពួកគេបានយល់ព្រមឲ្យខ្ញុំចេញទៅក្រៅវាពិតជានឹងត្រូវបដិសេធដរាបណាតួអង្គសំខាន់នៅទីនោះវាមិនមានបញ្ហាថាអ្នកនៅទីណាទេមកញ៉ាំអរគុណមីងអ្នកគ្រាន់តែជាអ្នកកុហកមែនទេស្ដាប់អ្វីដែលអ្នកកាប់ដាវបាននិយាយអ្នកនៅក្នុងក្រុមសិក្សាមួយគាត់គឺជាល្ងងខ្លៅនិងខ្ជិលច្រអូសអ្នកគួរតែជួយគាត់ជាមួយនឹងការសិក្សារបស់គាត់បន្ថែមទៀតនៅពេលអនាគតគាត់ឆ្លាតហើយឧស្សាហ៍ព្យាយាមសួស្ដីមីងខ្ញុំឈ្មោះសៀវសុងខ្ញុំដឹង
វាគឺជាក្រុមដែលមានចំណុចចុងក្រោយមួយចំនួននៅលើក្តារសិក្សាដែលផ្ដល់លុយអូព្រះជាម្ចាស់ឲ្យទឹកនោះមើលទៅដូចជាវាមានតម្លៃក្នុងការពិនិត្យមើលនំខេកមកដល់ហើយនៅក្រោមសូមជួយខ្ញុំញ៉ាំនំប៉័ងបន្ទាប់ផងមកជាមួយគ្នាខ្ញុំពិតជារីករាយណាស់ដែលអ្នកអាចមកថ្ងៃនេះកុំចាញ់បោកដោយការទាមទារប្រាក់ធានារ៉ាប់រងរបស់គាត់ឲ្យសោះមនុស្សជោគជ័យគ្រប់រូបប៉ាខ្ញុំបានប្រាប់យើងថាគាត់ក៏បានរើផ្ទះអំឡុងពេលប្រឡងដែររបស់សូមអភ័យទោសសូមកុំយកវាមកពិចារណាអីឪពុកម្ដាយខ្ញុំគ្រាន់តែខកចិត្តបន្តិចនោះមិនខុសទេជាទូទៅខ្ញុំមិនមានលទ្ធភាពផ្ញើបាយការណាមួយទៅសាលាទេខ្ញុំដឹងហើយអ្វីបានជាអ្នកនិយាយឡើងវិញនៅអ្វីដែលខ្ញុំទើបតែនិយាយខណៈពេលដែលខ្ញុំមិនបានបដិសេធពួកគេផងខ្ញុំចេញទៅឥឡូវហើយលាហើយអ្នកគួរតែសុំទោសបងស្រីសុងនៅពេលក្រោយគាត់មិនសប្បាយចិត្តនៅយប់នេះហើយអ្នកនៅតែនិយាយបែបនោះឪពុកម្ដាយខ្ញុំទើបតែប្រាប់ខ្ញុំម្ដងទៀតប្រាប់ខ្ញុំផងកុំលេងជាមួយបងស្រីសុងទៀតអីពួកគេថែមទាំងបាននិយាយថាបងស្រីសុងមានតែសមិទ្ធផលប៉ុណ្ណោះប៉ុន្តែគ្មានខ្លឹមសារអ្វីទាំងស្រុងនាងហាក់ដូចជាបាននិយាយអ្វីមួយទៅកាន់ឪពុកម្ដាយរបស់ខ្ញុំរឿងនោះតើអ្នកបាននិយាយអ្វីមួយទៅកាន់ឪពុកម្ដាយរបស់ស៊ូជៀនស៊ីទេខ្ញុំអនុញ្ញាតឲ្យពួកគេកុំវិនិច្ឆ័យមនុស្សម្នាក់ខ្លាំងពេកតាមរយៈចំណាត់ថ្នាក់របស់ពួកគេមនុស្សមួយចំនួនទោះបីជាចំណាត់ថ្នាក់របស់ពួកគេមិនល្អក៏ដោយប៉ុន្តែក្រៅពីចំណាត់ថ្នាក់វាពិតជាល្អណាស់ដែលបានឃើញពួកគេនេះអយុត្តិធម៌ណាស់មនុស្សមួយចំនួនតើអ្នកណាខ្លះជាមនុស្សបែបនេះវាអាចជាខ្ញុំមែនទេមែនហើយវាជាអ្នកបន្ទាប់មកចូលយើងពង្រីកការសិក្សារបស់យើងប្រយោគចុងក្រោយនោះគ្រប់គ្រាន់ហើយហេតុអ្វីឈៀនមិនណាត់ជួបឆេងយើជេងយូកំសត់របស់ខ្ញុំតើអ្នកចូលចិត្តវិនិយោគលើអ្នកណាដែលមានហានិភ័យទាបវាត្រូវតែជាព្រើដែលបានបញ្ជូនពួកគេចេញអ្នកបានយកសៀវភៅកត់ត្រារបស់ខ្ញុំម្ដងទៀតសូមផ្លាស់ទីទៅម្ខាងខ្ញុំចង់ចេញទៅក្រៅអ្នកក្រោកឈរឡើងតើពួកគេមិនអាចចេញទៅក្រៅបានគ្រប់ពេលទេអ្នកធ្វើឲ្យគាត់ខឹងម្ដងទៀតគ្មានគំនិតទេព្រះអង្គគុំម្ចាស់ឲ្យព្រះអង្គមិនបានមានបន្ទូលទេអ្នកអាចកំណត់ពេលសិក្សាដោយខ្លួនឯងនៅពេលល្ងាចមួយដងជារៀងរាល់ថ្ងៃតើនឹងមានពេលនៅក្នុងថ្នាក់ដើម្បីឆ្លើយសំណួររបស់ខ្ញុំទេខ្ញុំមិនដឹងពីរបៀបធ្វើសំណួរនោះទេប្រសិនបើមនុស្សម្នាក់ចង់ឃើញមនុស្សម្នាក់ទៀតខ្ញុំក៏ខ្លាចជួបមនុស្សបែបនោះដែរតើនោះមានន័យយ៉ាងណាអ្នកចូលចិត្តឲ្យលុយអូយតើអ្នកដឹងដោយរបៀបណាថាខ្ញុំចង់ឲ្យលុយគេកុំបារម្ភអីខ្ញុំគាំទ្រអ្នកទាំងស្រុងហេតុអ្វីការគាំទ្រខ្ញុំមានន័យថាការគាំទ្រខ្ញុំឲ្យសម្រេចបានលទ្ធផលល្អខ្ញុំបដិញ្ញាចិត្តថានឹងមិនប្រឡងនៅខែក្រោយទេខ្ញុំចង់ចាក់ចេញពីតំណែងរៀបការជាមួយខ្ញុំអាចកំបាំងនៃយុវវ័យដូចជាសំណួរមួយដែលខ្ញុំមិនធ្លាប់ធ្វើពីមុនមកពេលខ្ញុំយល់សំណួរនេះច្បាស់បំផុតពួកគេនៅតែនៅឆ្ងាយពីការដោះស្រាយបញ្ហាតើអ្នកបានយកកាសែតកែតម្រូវមកទេយើងជាមិត្តរួមការងារវាក៏សំហេតុផលផងដែរក្នុងការមានក្រុមសិស្សអប់រំកាយ1 2 3តើខ្ញុំបានធ្វើឲ្យអ្នកខឹងថ្មីនេះទេខ្ញុំគិតថាយើងជាមិត្តភក្តិបើខ្ញុំធ្វើឲ្យអ្នកខឹងអ្នកអាចប្រាប់ខ្ញុំដោយផ្ទាល់ជាធម្មតាខ្ញុំធ្វេសប្រហែសបន្តិចអ្នកបានបង្កបញ្ហាច្រើនណាស់ប៉ុន្តែខ្ញុំលែងចង់ធ្វើវាទៀតហើយ
វាងាយស្រួលក្នុងការហៀសម្បោរប្រសិនបើអ្នកបន្តនិយាយពេលកំពុងហាត់ប្រាណនោះយើងបានផ្សះផ្សាគ្នាហើយមែនទេតើអ្នកតែងតែមានអារម្មណ៍ទេគ្រាន់តែព្យាយាមផ្គប់ចិត្តអ្នកដទៃតិចជាងមនុស្សនឹងវិលជុំវិញអ្នកជានិច្ចវាចម្លែកណាស់មុននេះខ្ញុំមិនដែលខ្វល់ពីទឹកមុខត្រជាក់របស់គាត់ទេប៉ុន្តែឥឡូវនេះគាត់គ្រាន់តែនិយាយអ្វីមួយដែលប្រងើយកន្តើយបន្តិចសៀវសុងបានសរសេរតួអង្គល្អចំនួន47ដែលតួអង្គនីមួយដូចជាកណ្ដាប់ដៃធ្ងន់មួយវាធ្វើឲ្យច្រមុះខ្ញុំហៀបើមិនដូច្នោះទេអ្នកអាចដកខ្លួនចេញពីការប្រកួតបានទោះបីជាមិនមានការបាក់ឆ្អឹងក៏ដោយប៉ុន្តែការរមួលអាចធ្ងន់ធ្ងរណាស់ប្រសិនបើមិនបានដោះស្រាយត្រឹមត្រូវខ្ញុំមិនរត់ដោយដៃទេក្រៅពីនេះខ្ញុំជាមនុស្សតែម្នាក់គត់នៅក្នុងថ្នាក់របស់អ្នកដែលបានកាន់អ្នករត់ប្រណាំង800ម៉ែត្រវានឹងគួរឲ្យខ្មាស់អៀនពេកហើយប្រសិនបើសូម្បីតែខ្ញុំមិនបានទៅតោះទៅវាចិត្តចាប់ផ្ដើមហើយតោះទៅទិញខ្លះសម្រាប់ខ្លួនយើងគ្មានផ្លូវត្រឡប់មកវិញទេនៅមានសំណួរមួយដែលខ្ញុំមិនទាន់បានដោះស្រាយមេងឆេនបានទៅការប្រណាំងរត់800ម៉ែត្រទើបតែបញ្ចប់សិស្សស្រីចុងក្រោយត្រូវបានជ្រើសរើសខ្ញុំទទួលបានបទសម្ភាសន៍ដ៏គួរឲ្យរំភើបតែមួយប៉ុណ្ណោះគាត់បានក្លាយជាមនុស្សល្បីល្បាញមួយជំហានម្ដងខ្ញុំឃើញថាអ្នកនៅទីនេះសម្លាញ់អ្នកគឺជាជើងឯកនៅក្នុងចិត្តរបស់ខ្ញុំមិត្តស្រីខ្ញុំមិនដឹងទេយុវវ័យសម័យនេះពិតជាមានមនោសញ្ចេតនាណាស់នៅឲ្យឆ្ងាយពីខ្ញុំទើបតែរត់បាន800ម៉ែត្រទៅចប់ពួកគេមានក្លិនញើសអ្នកបានជំរុញខ្ញុំគិតថាអ្នកស្អប់ខ្ញុំហេតុអ្វីបានជាអ្នកចោទប្រកាន់ខ្ញុំមុនគេតើពេលណាទើបខ្ញុំគេចពីអ្នកខ្ញុំបានចូលទៅចិត្តអ្នកពេកដោយចៃដន្យពេលកំពុងកាន់សៀវភៅកត់ត្រារបស់ខ្ញុំតែធ្វើឲ្យខ្ញុំក្អួតឈាមបន្ទាប់មកអ្នកត្រូវក្រោកពីកៅអីរបស់អ្នកមិនអាចប៉ះខ្ញុំសូម្បីតែបន្តិចសោះឡើយអ្នកនៅតែខំរៀនដើម្បីជៀសវាងការធ្វើជាមិត្តរួមការងាររបស់ខ្ញុំនោះគឺជាខ្ញុំមានហេតុផលផ្សេងទៀតសម្រាប់រឿងនោះវាពិតជាមិនមែនដោយសារតែខ្ញុំស្អប់អ្នកទេខ្ញុំទើបតែដឹងខ្លួនឯងប៉ុណ្ណោះបញ្ហាគណិតវិទ្យាជាធម្មតាមិនផ្ដោតតែលើផ្នែកតែមួយទេខ្ញុំទើបតែរត់បាន800ម៉ែត្រទៅចប់រាងកាយរបស់ខ្ញុំលែងអាចទប់ទល់នឹងប្រតិកម្មដែលនេះបានទៀតហើយបេះដូងខ្ញុំមិនអាចបន្តទៅមុខទៀតបានទេនៅក្នុងដំណោះស្រាយរបស់ខ្ញុំចម្ងាយស្មើនឹងការមិនចូលចិត្តប៉ុន្តែខ្ញុំភ្លេចថាវិធីគិតរបស់អ្នកតែងតែខុសពីមនុស្សធម្មតាដូច្នេះនៅក្នុងដំណោះស្រាយរបស់អ្នកបង្កើនចម្ងាយវាដោយសារតែខ្ញុំខ្វល់ខ្វាយច្រើនពេកតាមពិតទៅខ្ញុំមិនយល់ច្បាស់ពីអ្វីដែលបងស្រីសុងនិយាយនៅថ្ងៃនោះទេវាគ្រាន់តែជាការឡើងក្រហមនៃភាពខ្មាស់អៀនដែលមិនទាន់ពេលវេលានោះវាប្រកាសជាធ្វើឲ្យចង្វាក់បេះដូងរបស់ខ្ញុំលោតញាប់ខ្លាំងវាបានផ្លុំចូលត្រចៀករបស់នាងសូមស្វាគមន៍ចាងជីខ្ញុំនឹកអ្នកខ្លាំងណាស់អូខ្ញុំក៏នឹកអ្នកដែរអូអ្នកក៏នៅទីនេះដែរអូខ្ញុំភ្លេចអ្នកហើយសួស្ដីសងខេខានជួបគ្នាយូរហើយតោះចូលទៅញ៉ាំអាហារនៅខាងក្នុងបងស្រីសុងបានប្រគល់វាមកយើងសួស្ដីបងស្រីសុងថ្ងៃនេះសូមយើងលេងជាមួយគ្នាមួយរយៈខ្ញុំមានឯកសារមួយដែលត្រូវដំណើរការជាបន្ទាន់ក្មេងតូចឲ្យមកនេះមកយ៉ាងម៉េចដែរកូនតូចពិន្ទុគណិតវិទ្យារបស់កូនតើអ្នកសម្រេចបានលទ្ធផលណាមួយហើយឬនៅហេតុអ្វីត្រូវសួរអំពីចំណាត់ថ្នាក់ឲ្យតែកូនសប្បាយចិត្តនោះជារឿងសំខាន់អាហាភាសាអង់គ្លេសរបស់អ្នកយ៉ាងម៉េចដែរខ្ញុំអាចជួយអ្នកបានដែរពូសូមលេងជាមួយខ្ញុំផងពូនៅខាងក្រៅចម្លែកណាស់ទៅមុខទៀតនាំពូរបស់អ្នកមកលេងជាមួយអ្នកតោះទៅខ្ញុំត្រូវបានស្នើសុំឲ្យប្រគល់ប្រាក់វិញដើម្បីជួយខ្ញុំនោះស្រោមជើងសម្រាប់ដាក់ក្នុងគ្រែឆ្ងាញ់ណាស់បើវាឆ្ងាញ់ទុកវាចោលទៅខ្ញុំបានញ៉ាំស៊ុបតើអ្នកកំពុងធ្វើអ្វីតើអ្នកមិនមានអ្វីចង់សួរខ្ញុំទេតើខ្ញុំគួរសួរអ្នកអ្វីអូនសម្លាញ់អូនមិនមានអ្វីចង់និយាយជាមួយបងទេថាប់ខ្ញុំមួយផងក្មេងនិយាយដោយមិនស្ទាក់ស្ទើរប៉ុន្តែប្រសិនបើអ្នកទាំងពីរពិតជាចង់ថាប់គ្នាមែននោះក៏មិនអីទេកុំនិយាយរឿងមិនសមហេតុផលដោយនិយាយដូចនេះកាលអ្នកនៅវិទ្យាល័យតើអ្នកដឹងទេថាអ្នកផ្សេងចូលចិត្តអ្នករត់
គណិតវិទ្យានិងរូបវិទ្យារួមបញ្ចូលគ្នារបស់អ្នកប្រហែលជាកម្ពស់ដូចគ្នានឹងអ្នកខ្ញុំនឹងពិនិត្យមើលអត្ថបទអំពីចរន្តអគ្គិសនីនិងរូបភាព3នៅពេលក្រោយខ្ញុំនឹងសួរសំណួរដោយចៃដន្យនៅសប្តាហ៍ក្រោយយើងនឹងស្ដាប់ការបង្រៀននៅបន្ទប់ Home Media នៅពេលក្រោយតើអ្នកនឹងរងចាំយើងចាក់ចេញជាមួយគ្នាទេការបង្រៀនអ្វីខ្ញុំក៏ចង់ទៅដែរវាមិនមែនជាការបង្រៀនដ៏សំខាន់មួយអំពីការធានាការចូលរៀននោះទេសូមទៅចុះបើអ្នកគ្មានអ្វីត្រូវធ្វើយើងគ្រាន់តែស្ដាប់ដោយចៃដន្យគ្មានការធានាថាអ្នកនឹងត្រូវបានជ្រើសរើសទេហេតុអ្វីទៅពន្យល់ខ្ញុំសង្ឃឹមថាអ្នកទាំង3អាចចូលរៀននៅសាកលវិទ្យាល័យតាមរយៈកម្មវិធីចូលរៀនដែលមានការធានាប្រញាប់ឡើងហើយទៅលាហើយខ្ញុំនឹងរងចាំអ្នកហេអ្នកទាំង3នេះពិតជាអស្ចារ្យណាស់តើធ្វើដូចម្ដេចដើម្បីចុះសម្រុងជាមួយឈៀវសងដូចដែលរំពឹងទុកពីសិស្សពូកែម្នាក់តើអ្នកអាចមានឥទ្ធិពលបែបណាពីការសេពគប់ជាមួយនរណាម្នាក់ដែលមាននីតិអន់បែបនេះអាចរងឥទ្ធិពលពីអ្នកដទៃនេះមានន័យថាអ្នកខ្លួនឯងមិនល្អគ្រប់គ្រាន់ទេតើមានអ្វីខុសជាមួយយើងពិន្ទុភាសាចិនរួមបញ្ចូលគ្នារបស់អ្នកគ្មាននរណាម្នាក់ក្នុងចំណោមពួកគេខ្ពស់ដូចឆេវខំមិនទេតើវាមានប្រយោជន៍អ្វីនេះជាថ្នាក់វិទ្យាសាស្ត្រអូអ្នកជាជនជាតិចិនមែនទេអូទេភាសាអង់គ្លេសរបស់អ្នកហាក់ដូចជាអន់ណាស់តើរឿងនេះមិនអាចចាត់ទុកថាជាស្នេហាជាតិដោយរបៀបណាយ៉ាងហោចណាស់ខ្ញុំមានគុណភាពមួយដែលអាចប្រោសលោះបានស្នេហាជាតិហើយអ្វីបានជាអ្នកត្រឡប់មកវិញអូខ្ញុំភ្លេចប៊ិចរបស់ខ្ញុំអ្នកគួរតែទៅឲ្យលឿនប៉ាបើខ្ញុំមានសំណើមិនសមហេតុផលខ្លាំងតើអ្នកនឹងខឹងទេអ្នកនិយាយដូច្នេះមុនខ្ញុំចង់ផ្ទេរទៅកម្មវិធីមនុស្សសាស្ត្រវិញនោះហើយជាទាំងអស់អំពីឧបករណ៍ខ្ញុំគិតថាអ្នកចង់ឲ្យខ្ញុំចម្អិនអ្វីដែលឆ្ងាញ់បន្ទាប់មកខ្ញុំមិនអាចជួយអ្នកបានទេដរាបណាអ្នកបានគិតវាដោយប្រុងប្រយ័ត្នប៉ានឹងគាំទ្រអ្នកឡៃហ៊ូជប់ធ្វើសេចក្តីប្រាថ្នាមុនពេលអ្នកអស់កម្លាំងយ៉ាងឆាប់រហ័សខ្ញុំសង្ឃឹមថាយើងទាំង4នាក់នឹងនៅជាមួយគ្នានៅឆ្នាំក្រោយរីករាយនឹងជោគជ័យជារៀងរាល់ថ្ងៃខ្ញុំសង្ឃឹមថាឪពុកម្ដាយរបស់ខ្ញុំតឹងរឹងជាមួយខ្ញុំខ្លាំងពេកណាឆ្នាំក្រោយទុកឲ្យខ្ញុំសម្រាប់បន្តិចខ្ញុំសង្ឃឹមថាការផ្ទេរដ៏សំខាន់របស់ខ្ញុំនឹងប្រព្រឹត្តទៅដោយរលូនខ្ញុំមានគម្រោងប្ដូរទៅកម្មវិធីមនុស្សសាស្ត្រនៅឆ្នាំក្រោយយោពមបន្ទាប់មកខ្ញុំនឹងយកអង្ករស្អិតនិងទឹកដោះគោមកឲ្យអ្នកខ្ញុំនឹងមិនលូតខ្ពស់ទេប្រសិនបើខ្ញុំមិនផឹកទឹកដោះគោពេលខ្ញុំអង្គុយក្បែរបងស្រីសុងខ្ញុំតែងតែមានអារម្មណ៍ថាវាមានសម្លេងរំខានបន្ទាប់ពីគាត់បានផ្ទេរថ្នាក់ពេលនោះខ្ញុំបានដឹងថាខ្ញុំមិនទាន់ស៊ាំនឹងវាទេហើយអ្វីខ្ញុំត្រូវទន្ទេញចាំភេទរបស់ខ្ញុំភ្លេចហើយមានក្មេងប្រុសម្នាក់នៅក្នុងថ្នាក់របស់ខ្ញុំដែលមានឈ្មោះដូចគ្នានឹងខ្ញុំយើងតែងតែច្រឡំនាមត្រកូលនៅក្នុងសៀវភៅកត់ត្រាបើខ្ញុំស្មោះត្រង់ខ្ញុំពិតជាមិនដាក់អ្នកក្នុងថ្នាក់ដូចគ្នាទេគ្រាន់តែគិតក៏ពិបាកចិត្តដែរការប្រឡងគណិតវិទ្យាអូឡ ាំ ជាតិដែលត្រូវបានសាកល្បងប្រសិនបើយើងទទួលបានចំណាត់ថ្នាក់មែនហើយវាអាចបន្ថែមពិន្ទុទៅក្នុងពិន្ទុប្រឡងចូលមហាវិទ្យាល័យសាលារបស់យើងមានកន្លែងតែមួយប៉ុណ្ណោះដែលអាចរកបានអ្នកត្រូវរៀបចំឲ្យបានត្រឹមត្រូវមុនពេលផ្ញើប្រាក់តើថ្នាក់រៀននៅថ្ងៃបុណ្យខេកយ៉ាងដូចម្តេចដែរអ្នកនៅតែអាចបន្តទៅមុខទៀតបានទេបន្តទៅមុខទៀតតើប្រវត្តិសាស្ត្រនយោបាយតែងតែជាចំណុចខ្លាំងមួយរបស់ខ្ញុំមែនទេសុងជីពិតជាមានទេពកោសល្យពីកំណើតក្នុងការសិក្សាមនុស្សប្រសិនបើអ្នកតែងតែចង់មកថ្នាក់របស់យើងពួកគេអាចស្ថិតក្នុងចំណោមកម្ពុជាមួយចំនួនឥឡូវនេះខ្ញុំមានអារម្មណ៍ធូរស្រាលដែលបានជួបអ្នកទាំងពីរសងថៃបន្ទាប់មកអ្នកគួរតែត្រឡប់ទៅមុនវិញអ្នកធ្លាប់តើមិត្តរួមថ្នាក់របស់អ្នកទាំងអស់ដូចអ្នកដែរឬទេម្នាក់ក្នុងចំណោមពួកគេគឺជាបុរសដែលមានចិត្តសុភាពរាបសារនិងមានចិត្តសប្បុរសជាពិសេសម្នាក់ស្ងាត់ឈឹងពីក្រៅពិតជាមានទេពកោសល្យខាងសិក្សាដ៏អស្ចារ្យម្នាក់មានមួយទៀតហើយថ្នាក់ថ្មីយ៉ាងម៉េចដែរមិត្តរួមថ្នាក់ថ្មីហាក់ដូចជាបានបាត់ខ្លួនយូរហើយមិនបានចូលរួមតតែសោះវាមានរយៈពេល3សប្តាហ៍ហើយចាប់តាំងពីសាលារៀនចាប់ដើមមនុស្សមួយចំនួនមិនដែលមកជួបយើងសូម្បីតែម្ដងហើយពួកគេតែងតែបាត់ខ្លួនយ៉ាងលឿនបន្ទាប់ពីចេញពីសាលារៀនវាដូចជាពួកគេខ្លាចជួបយើងដែលជាមិត្តចាស់របស់ពួកគេថ្នាក់ថ្មីល្អណាស់មិត្តរួមតូរបស់ខ្ញុំគឺជាមនុស្សល្អណាស់គាត់អាចបង្រៀនខ្ញុំនៅសំណួរណាមួយដែលខ្ញុំមិនដឹងភាពខុសគ្នាចម្បងគឺថាវគ្គសិក្សាឥឡូវនេះខុសពីមុនខ្ញុំត្រូវរៀនមេរៀនរបស់ខ្ញុំឲ្យបានចប់ដូច្នេះអ្នករវល់ណាស់មែនទេហើយក្រុមរបស់យើងស្ថិតនៅជាន់ផ្សេងការសម្រាប់កវៀងថ្នាក់រៀនគឺត្រឹមតែ10នាទីប៉ុណ្ណោះបើខ្ញុំឡើងទៅជាន់លើដើម្បីជែកជាមួយអ្នកពួកគេមិនអាចសំបីតែបដូរប្រយោគពីម៉ាត់បានផងមានតែចន្ទាចំនួន25ប៉ុណ្ណោះវាត្រូវបានធ្វើឲ្យស្ដាប់ទៅពិបាកដោយការឡើងភ្នំនិងឆ្លងកាត់ជ្រលងភ្នំជាដើមយ៉ាងហោចណាស់យើងទាំង3នាក់នៅតែនៅជាមួយគ្នាតើជាអសងជាមនុស្សតែម្នាក់គត់ដែលបានទៅទទួលយកជើងហោះហើរថ្មីនេះមែនទេនោះគឺ21,2342/6ដូច្នេះមានជំហានចំនួន26តើពួកគេគ្រាន់តែប្រឌិតរឿងឡើងឬពួកគេពិតជាកំពុងរាប់បញ្ចូលគាត់ពិតជាមិនអាចធុញទ្រាន់នឹងរឿងនេះបានទេមែនទេ
បងស្រីហ្វេងអ្នកគឺជាអ្នកធំម្ល៉េះហើយមិនមែនមកពីប្រទេសបរោះទេអ្នកណាប្រាប់អ្នកឲ្យមើងងាយខ្ញុំម្ដងទៀតជីវិតនិងសេចក្តីស្លាប់ត្រូវបានបែងចែកសូមស៊ូថ្ងៃនេះដល់វេនអ្នកចូលបំពេញកាត់ប្រកិច្ចហើយយើងបានបោសសម្អាតវាឲ្យស្អាតណាស់ថ្នាក់របស់យើងគួរតែអាចទទួលបានពិន្ទុពេញមែនទេផ្នែកអនាម័យកំពុងរៀបចំឈុតឆាកមួយនៅក្នុងបន្ទប់ស្នាក់នៅពួកគេនឹងហោះហើរមកថ្នាក់របស់អ្នកនៅថ្ងៃស្អែកខ្ញុំកំពុងចាក់ចេញសូមជីអ្នកកំពុងកេងចំណេញពីមនុស្សដែលធ្លាប់ស្គាល់ខ្ញុំមានអាយុត្រឹមតែ25 26ឬ27ឆ្នាំប៉ុណ្ណោះអ្នកគួរតែធ្វើឲ្យឈាវហៅខ្ញុំថាប្អូនស្រីចាំខ្ញុំទៅយកទឹកមួយកែវឲ្យគាត់តើអ្នកដឹងពីរបៀបមើលនរណាម្នាក់ដែលមានចិត្តទូលាយជាងទេកុំបារម្ភអីខ្ញុំមិនអនុញ្ញាតឲ្យអ្នកផឹកទឹកម៉ាស៊ីនទេខ្ញុំសួរថាតើអ្នកដឹងទេចំហាយទឹកនឹងកើនឡើងនៅពេលដែលទឹកពុះវាក៏បង្កើតអារម្មណ៍សើមនិងសាំបានយ៉ាងងាយស្រួលផងដែរលោកគ្រូសូមខ្ញុំមិនធ្វើទេមែនទេពេលដែលអ្នកចូលចិត្តនរណាម្នាក់វាក៏គួរតែបង្ហាញឥរិយាបថដូចជាការបញ្ចេញផ្សែងឬការបញ្ចេញសំឡេងផ្ទុះវិញផងដែរបើមិនដូច្នោះទេតើខ្ញុំអាចប្រកាសដោយរបៀបណាតើទឹកកំពុងពុះឬអត់កាលអ្នកនៅវិទ្យាល័យតើអ្នកដឹងទេថាអ្នកផ្សេងចូលចិត្តអ្នកឬអត់យកព្រមលាហើយបងប្រុសដែលបានឲ្យលុយខ្ញុំអ្នកត្រូវតែរក្សាការសន្យារបស់អ្នកតើអ្នកបានសន្យាអ្វីពិតប្រាកដហើយអ្វីបានជាគាត់ហៅអ្នកថាបងប្រុសចាំម៉ាក់របស់អ្នកផ្ញើអាសយដ្ឋានផ្ទះមកខ្ញុំផងអ្វីឲ្យប្រាកដនិយាយលាគ្នាដោយសម្ងាត់អ្នកគួរតែនាំនាងទៅផ្ទះជាមុនសិនចាំយកវាមកឲ្យខ្ញុំដឹកតាមផ្លូវខ្ញុំមិនចាំបាច់ភ្ញាក់ពីដំណេកទាំងស្រុងទេខ្ញុំអាចទៅដោយខ្លួនឯងបានអ្នកអាចត្រឡប់ទៅវិញឥឡូវនេះបានហើយលាហើយតើអ្នកចង់ដើរលេងទេខ្ញុំចង់ដើរលេងតើអ្នកអាចនៅជាមួយខ្ញុំបានទេតើអ្នកចូលចិត្តជីវិតបច្ចុប្បន្នរបស់អ្នកទេខ្ញុំចូលចិត្តវាមិត្តខ្ញុំពូកែណាស់ហើយការងារខ្ញុំក៏ល្អដែរល្អឥតខ្ចោះណាស់បន្ទាប់មកអ្នកមិនគួរសួរខ្ញុំថាតើខ្ញុំចូលចិត្តវាអត់ទេចុះអ្នកវិញតើអ្នកចូលចិត្តជីវិតបច្ចុប្បន្នរបស់អ្នកទេខ្ញុំមិនសូវចូលចិត្តវាពីមុនទេប៉ុន្តែថ្មីនេះខ្ញុំចាប់ផ្ដើមចូលចិត្តវាថ្មីនេះវាគឺបន្ទាប់ពីខ្ញុំបានជួបអ្នកម្ដងទៀតអាថ៌កំបាំងតូចរបស់ខ្ញុំគឺតូចប្រសិនបើអ្នកមិនចង់និយាយជាភាសាអង់គ្លេសទេតើអ្នកអាចជួយខ្ញុំមួយបានទេបងប្រុសខ្ញុំត្រូវតែមានពេលវេលាដ៏លំបាកទៅផ្ទះបាយហើយរំខានពូលូអនុញ្ញាតឲ្យគាត់ចេញមកលេងជាមួយអ្នកប្រសិនបើទទួលបានជោគជ័យចុះពូរបស់អ្នកវិញឲ្យអ្នកនៅឈុត Lego ចុងក្រោយបំផុតវាមានន័យថារក្សាពាក្យរបស់អ្នកការសន្យា Pinky សច្ចប្រណិធាន100ឆ្នាំមិនដែលផ្លាស់ប្ដូរឡើយបន្ទាប់មកមាននរណាម្នាក់ហៅខ្ញុំថាបងប្រុសព្រោះខ្ញុំចង់មានពេលវេលានៅម្នាក់ឯងជាមួយអ្នកឲ្យបានច្រើនជាងនេះនោះហើយជាមូលហេតុដែលខ្ញុំបានសួរឆាវខ្ញុំកំពុងជក់បារីលើនេះតើវាយឺតពេលហើយឬនៅយើងពិតជាបានទទួលលិខិតដែលយើងបានផ្ញើកាលពី10ឆ្នាំមុនខ្ញុំគួរតែបានផ្ញើវាទៅខ្លួនឯងតាមវិធីនោះខ្ញុំក៏អាចទទួលបានវាដែរអ្នកស្រីសុងតើអ្នកមាននាមត្រកូលអ្វីនាមត្រកូលរបស់ខ្ញុំអ្នកមិនបានសរសេរវាទៅខ្លួនឯងទេចូលយើងខ្ចីវារយៈពេល10ឆ្នាំប្រសិនបើខ្ញុំទទួលបានរឿងនេះ10ឆ្នាំក្រោយអ្នកត្រូវតែមានអារម្មណ៍ថាវាមានសារៈសំខាន់ខ្លាំងណាស់ហេតុអ្វីបានជាអ្នកធ្វើបែបនេះវាគ្មានន័យទេហាងនេះប្រហែលជាមើលមិនឃើញទេហេតោះទៅកន្លែងនោះតើអ្នកមិនទាន់បានរៀនមូលដ្ឋានគ្រឹះនៃការដើរការវាស់ជើងនិងការវាស់ប្រវែងដៃទេកុំលួចមើលខ្ញុំតើអ្នកនឹងធ្វើរឿងក្មេងបែបនេះជាមួយពួកគេដែរទេខ្ញុំគិតថាវាគួរឲ្យចងចាំណាស់ហេតុអ្វីបានជាអ្នកសរសេរឈ្មោះខ្ញុំកុំលួចមើលខ្ញុំតើអ្នកពិតជាមិនសរសេរវាដោយខ្លួនឯងមែនទេតើអ្នកមិនចង់ដឹងទេថាអ្នកនឹងធ្វើអ្វីក្នុងរយៈពេល10ឆ្នាំទៀត10ឆ្នាំចាប់ពីពេលនេះទៅគាត់នឹងក្លាយជាអ្នកកណ្នីថ្លៃដើមប្រាកដណាស់
ជីវិតគឺជាផ្លូវសម្រាប់ខ្ញុំមិនចង់ដឹងចង់ឃើញអំពីអនាគតតតែសោះពួកគេទាំងអស់គ្នាកំពុងធ្វើបានល្អណាស់ចុះខ្ញុំវិញខ្ញុំសរសេរចប់ហើយតោះទៅនេសាទតោះទៅអូខ្ញុំគិតថាខ្ញុំមានអ្វីមួយអ្នកទាំងអស់គ្នាទៅទុកមួយដែលអ្នកបានទុកនៅការិយាល័យប្រៃសណីយ៍ទៅខ្ញុំនឹងត្រឡប់ទៅយកវាវិញអូយការសម្ដែងនោះពិតជាឆ្កងណាស់តើយើងធ្វើពុតជាសម្រាប់ប៉ុន្តែមិនបណ្ដោយឲ្យអ្វីកន្លងផុតទៅឬគាត់មើលទៅឆ្កងបន្តិចប្រហែលជាខ្ញុំគួរតែលេងតាមហើយធ្វើសកម្មភាពតាមមិនអីទេតោះទៅតើអ្នកបានបាត់បង់អ្វីត្រឡប់ទៅរកវាវិញឲ្យបានលឿនកុំប្រញាប់ប្រញាល់អីចំណាយពេលរបស់អ្នកដើម្បីស្វែងរកវាលីហើយចំណាយពេលមើលសិនណាពេលអ្នកត្រឡប់ទៅវិញវាគឺដើម្បីជួយខ្ញុំឲ្យចងចាំចាប់តាំងពីការបែងចែកថ្នាក់ចម្ងាយរវាងខ្ញុំនិងប្អូនស្រីសុងពីជួរមួយទៅជាន់មួយហេតុអ្វីរងចាំខ្ញុំល្អហេតុអ្វីតើលឿនម្លេះខ្ញុំចង់ឲ្យអ្នកជួយខ្ញុំជាមួយរឿងនេះខ្ញុំបានយកកុំព្យូទ័រយួរដៃរបស់ប្អូនស្រីខ្ញុំមិនអាចរងចាំបានទេតើពួកគេបានប្រយុទ្ធអ្វីទេបាត់ចាស់តើវាមានរយៈពេលប៉ុន្មានហើយបោះជំហានចូលទៅក្នុងពេលវេលាតើអ្នកចង់បានអ្វីពីខ្ញុំលូជីមីងបានសុំឲ្យខ្ញុំជួយគាត់យកសៀវភៅកត់ត្រារបស់គាត់ខ្ញុំមិនទាន់បានមើលវាចប់នៅឡើយទេបន្ទាប់មកខ្ញុំនឹងយកវាទៅឲ្យគាត់ដោយខ្លួនឯងខ្ញុំទើបតែនឹកឃើញថាខ្ញុំចង់ផឹកតែទឹកសាច់ញាតិឆ្ងាយរបស់គាត់បាននិយាយថាគាត់ចង់គាត់មិនដែលនិយាយបែបនោះឡើយមិនអីទេខ្ញុំនឹងយកវាទៅឲ្យគាត់ដោយខ្លួនឯងត្រឡប់ទៅវិញមុនទៅកុំរំខានការសិក្សាខ្ញុំអីវាច្បាស់ជាអាយយ៉ាឈីដែលបានមកទីនេះមកដល់ទីនេះអ្នកគួរតែសិក្សាមិនមែនលេងសើចនឹងលេងសើចទេសូមជប់វាខ្ញុំបានទេខ្ញុំមិនចង់ងើពីអ្នកឬឃើញអ្នកទេតើវាសំខាន់អ្វីសម្រាប់ខ្ញុំប្រសិនបើពុកម្ដាយខ្ញុំមិននៅផ្ទះខ្ញុំគិតថាខ្ញុំគ្រុនក្តៅហើយអាវ៉ាតាខ្ញុំអាចយកវាពីផ្ទះបានខ្ញុំមិនដឹងថាអ្នកគួរញ៉ាំអ្វីទេដូច្នេះខ្ញុំគ្រាន់តែរកចេញអ្នកមើលទៅសុខសប្បាយទេតើអ្នកពិតជាមានគ្រុនក្តៅមែនទេពិតខ្ញុំឃើញអ្នកគួរតែដេកផ្ងាសីតុណ្ហភាពរាងកាយទាបតើវាឈឺចាប់ខ្លាំងទេម្ហូបនេះឆ្ងាញ់ណាស់ខ្ញុំត្រូវចម្អិនមីឲ្យអ្នកអូទេវាកំពុងឆេះតើអ្នកបានឃើញវាទេខ្ញុំពិតជារីករាយណាស់ដែលអ្នកសុខសប្បាយជាទេខ្ញុំអាចពន្យល់បានថាខ្ញុំមិនមានគ្រុនក្តៅទេខ្ញុំចង់សុំទោសអ្នកប៉ុន្តែអ្នកមិនទាន់បានឆ្លើយការហៅទូរស័ព្ទរបស់ខ្ញុំទេនេះជាលើកដំបូងរបស់ខ្ញុំសុំទោសខ្ញុំមិនហ៊ាននិយាយបែបនោះទៅកាន់អ្នកនៅថ្ងៃនេះទេខ្ញុំនិយាយឲ្យខ្លីខ្ញុំសុំទោសខ្ញុំក៏សោកស្ដាយដែរវាមិនដែលយឺតពេលទេក្នុងការកែកម្ហុសរបស់អ្នកមូលហេតុដែលខ្ញុំជ្រើសរើសប្ដូរជំនាញនៅពេលនោះវាដោយសារតែខ្ញុំចង់ប្រឡងចូលរៀននៅសាកលវិទ្យាល័យដូចគ្នានឹងអ្នកឥឡូវនេះការបែកគ្នាមួយរយៈខ្លីខ្ញុំគិតថាវាមានតម្លៃពួកគេចង់ប្រឡងនៅសាលាដូចគ្នានឹងយើងដែរនៅតែស្អប់ខ្ញុំហេតុអ្វីបានជាគាត់មិនចាំស្រីស្នំឈៀវសង10ឆ្នាំក្រោយមកប្រសិនបើអ្នកអាចមើលឃើញសម្បត្តិនេះវាត្រូវតែដោយសារតែមានសិស្សស្លូតត្រង់ច្រើនណាស់ដូចអ្នកគាត់បានធ្វើពុតជាស្លាប់អស់រយៈពេល10ឆ្នាំមកហើយប៉ុន្តែខ្ញុំសង្ឃឹមថា10ឆ្នាំទៀតវាជាអ្នកខ្ញុំនៅតែអាចមានភាពសាមញ្ញនិងសប្បាយរីករាយដូចពេលនេះប៉ុន្តែខ្ញុំលែងចាំបាច់យករបស់ច្រើនទៀតហើយអ្នកនៅក្មេងណាស់ហេតុអ្វីបានជាគាត់មានស្មារតីចង់ជួយសង្គ្រោះពិភពលោក
គុំឲ្យមនុស្សគ្រប់គ្នារើសអើងអ្នកដទៃលោក Choi ដែលគ្រាន់តែចង់បានអនាគតដែលគាត់ប្រាថ្នានោះនឹងអស្ចារ្យណាស់ប្រសិនបើអាចធ្វើទៅបានខ្ញុំសង្ឃឹមថាយើងអាចបន្តប្រយុទ្ធជាមួយគ្នារហូតដល់សាកលវិទ្យាល័យអ្នកគួរតែផ្ដល់លុយវាមិនមែនជារឿងមិនអាចទៅរួចទេសម្រាប់ខ្ញុំក្នុងការលះបង់ប្រាក់ច្រើននោះទេវាបង្ហាញថាគាត់នៅពេលនោះគាត់ក៏ចង់ទៅរៀននៅសាកលវិទ្យាល័យដូចគ្នានឹងខ្ញុំដែរវិជ្ជាបណ្ឌិតដូច្នេះហេតុអ្វីបានជាមនុស្សមួយចំនួនក្រោយមកបានកាត់ផ្តាច់ចំហាយទឹកលិខិតនោះនឹងមិនត្រូវបានផ្ញើទៅគាត់ទេប្រសិនបើអ្នកទទួលបានលិខិតមួយប្រសិនបើសម្បត្តិពីអ្នកដើរជាអំណោយជាប្រាក់ខ្ញុំចាំវាខុសហើយសូមកុំបើកវាសូមប្រគល់វាមកខ្ញុំវិញក្នុងអំឡុងពេលសម្ភាសថ្ងៃស្អែកសូមអរគុណតើលោកគ្រូសុងជីមិនទាន់មកដល់ទេវាយឺតពេល40នាទីហើយយើងបានតាក់ទងអ្នកហើយប៉ុន្តែអ្នកមិនអាចឃើញវាទេតើលោកគ្រូសុងជីមិននៅទីនេះទេចុងភៅថ្មីដែលយើងនឹងសម្ភាសថ្ងៃនេះក៏ត្រូវបានគេស្គាល់ថាជាសថែមឈ្មោះដូចគ្នានឹងអ្នកដឹកនាំរឿងរបស់យើងដែរខ្ញុំនឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃនេះបងស្រីសុងមានបញ្ហាអ្វីជាមួយប្អូនអ្នកមិនលើកទូរស័ព្ទឬឆ្លើយតបសារ WeChat របស់ខ្ញុំទេតើអ្នកកំពុងប្រើល្បិចហួតម្ដងទៀតទេសូមអភ័យទោសខ្ញុំឈឺខ្ញុំបានបោះវានៅផ្ទះក្រោយពីច្រើនឆ្នាំមកនេះអ្នកនៅតែធ្វើពុតជាជំងឺទៀតឬសួស្ដីកាលពីពេលមួយសួស្ដីអូយអ្នកពិតជានិយាយថា41ដឺក្រេមែនខ្ញុំនឹងបង្ហោះវាសម្រាប់អ្នកវាហាក់ដូចជាគាត់មិនទាន់បើកវានៅឡើយទេតើអ្នកកំពុងធ្វើអ្វីមិនអីទេចាក់ទឹកក្តៅតើអ្នកណាប្រាប់អ្នកឲ្យព្យាយាមបញ្ឆោតខ្ញុំដោយការអួតអាងរបស់អ្នកពីមុនខ្ញុំគិតថាអ្នកកំពុងធ្វើពុតម្ដងទៀតសូម្បីតែនៅក្នុងរដ្ឋនេះក៏ដោយអ្នកមិនដឹងពីរបៀបហៅទូរស័ព្ទទៅមិត្តភក្តិរបស់អ្នកទេតើអ្នកនឹងទទួលយកវាទេក៏មិននឹងទទួលយកវាអ្នកកាលពី10ឆ្នាំមុនទោះបីជាអ្នកខឹងខ្លាំងក៏ដោយគាត់ក៏នឹងឆ្លើយការហៅរបស់ខ្ញុំដែរគុំតែងតែនិយាយថា10ឆ្នាំខ្ញុំចូលចិត្តវាអស់រយៈពេល10ឆ្នាំមកហើយស្ដាប់ការប្រគំតន្ត្រីរបស់ Eason Chen សូម្បីតែមិត្តភក្តិជិតស្និទ្ធបំផុតក៏អាចមានអារម្មណ៍ឆ្កងដែរប្រសិនបើពួកគេមិនបានជួបគ្នាអស់រយៈពេល10ឆ្នាំតែអ្នកទៅមុនគេមិនថាខ្ញុំបញ្ចេញអារម្មណ៍នៅពេលណាទេបងស្រីសៀវសុងពិតជានឹងនិយាយល្អកូនឲ្យកុំមើលមកខ្ញុំអីប៉ុន្តែតើអ្នកមិនបាននិយាយរឿងនោះនៅលើអ៊ីនធឺណិតពីមុនទេនឹងប្រយុទ្ធជាមួយខ្ញុំប្រឡងចូលសាកលវិទ្យាល័យដូចគ្នាហើយអ្វីបានជាពាក្យសម្ដីរបស់អ្នកអាចត្រូវបានគេមើលរំលងអ្វីដែលខ្ញុំនិយាយត្រូវតែបានសម្រេចសូមអភ័យទោសខ្ញុំមានជំងឺមហារីកឈាមនៅពេលនោះវាមិនអីទេយ៉ាងណាក៏ដោយយើងគ្រាន់តែជាមិត្តរួមការងារជាមួយគ្នាសម្រាប់មួយឈ្មោះប៉ុណ្ណោះប៉ុណ្ណឹងហើយខ្ញុំមិនចាំបាច់រីកាអ្វីគ្រប់យ៉ាងដល់អ្នកទេមានសាលារៀនល្អជាងខ្ញុំពិតជាចង់ទៅរៀននៅសាលាល្អជាងនេះលោកសុងហេតុអ្វីបានជាអ្នកជ្រើសរើសឧស្សាហកម្មនេះតាំងពីដំបូងបន្ទាប់ពីថ្ងៃនោះហេតុអ្វីបានជាអ្នកមិនឆ្លើយតបសាររបស់ខ្ញុំទៀតជាបឋមយើងមិនចាំបាច់ឆ្លើយតបទៅភាគីម្ខាងទៀតភ្លាមនោះទេទំនាក់ទំនងនៃសារទី2យើងកំពុងធ្វើការសម្ភាសនៅពេលនេះតាមដែលខ្ញុំដឹងអ្នកទទួលបានជោគជ័យនិងគិតនាមគួរឲ្យកត់សម្គាល់នៅបរទេសរួចហើយហេតុអ្វីបានជាអ្នកត្រឡប់ទៅក្រុមហ៊ុនលំដាប់កំពូលវិញសមិទ្ធផលនៅបរទេសវាគ្រាន់តែជាលក្ខខណ្ឌមួយដែលអាចធ្វើឲ្យខ្ញុំត្រឡប់ទៅប្រទេសរបស់ខ្ញុំវិញខ្ញុំនឹកអ្នកខ្លាំងណាស់បន្ទាប់ពីអ្នកទៅសាកលវិទ្យាល័យខ្ញុំបានបដូរលេខរបស់ខ្ញុំមិនអាចតាក់ទងជាមួយអ្នកបានទេដើម្បីត្រឡប់ទៅប្រទេសចិនវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានខ្ញុំគ្មានជម្រើសអ្វីក្រៅពីកន្លះថ្ងៃតោះថតរូបជាក្រុមជាមួយគ្នា2321ប្រសិនបើនេះជាអាកប្បកិរិយារបស់អ្នកចំពោះការងារខ្ញុំមិនគិតថាអ្នកល្អគ្រប់គ្រាន់សម្រាប់ការសម្ភាសន៍របស់យើងទេខ្ញុំគ្រាន់តែចង់និយាយជាមួយអ្នកបើប្រៀបធៀបទៅនឹងជីវិតរបស់អ្នកនៅបរទេសខ្ញុំយកចិត្តទុកដាក់ចំពោះចំនួនអ្នកមើលលើអត្ថបទនេះច្រើនជាងតើវាអាចលើសពី10,000បានទេសូមអរគុណអ្នកទាំងអស់គ្នាចំពោះការខិតខំប្រឹងប្រែងរបស់អ្នកយើងនឹងមិនថតវីដេអូនេះសម្រាប់ពេលនេះទេខ្ញុំនឹងរាយការណ៍ទៅនិពន្ធនាយកវិញនៅពេលដែលខ្ញុំត្រឡប់មកវិញអ្នកបានខិតខំធ្វើការហើយតើមានអ្វីកើតឡើងនៅផ្នែកសម្ភាសន៍បងស្រីសុងទើបតែទូរស័ព្ទមកសុំទោសខ្ញុំពួកគេថែមទាំងបានផ្ដល់ជូនសំណងដល់យើងសម្រាប់ប្រាក់ឈ្នួលដែលបាត់បង់ទៀតផងមនុស្សមួយចំនួនចូលចិត្តកណ្ដឹងទ្វារជាដើមបទសម្ភាសន៍ថ្ងៃនោះខ្ញុំមិនបានឆ្លើយយ៉ាងម៉ឺងម៉ាត់ទេប៉ុន្តែអ្នកនៅតែអាចសរសេរអត្ថបទនេះអំពីរបៀបទៅមានកំហុសឆ្គងក្នុងស្ថានភាពជាក់ស្ដែងទេត្រឹមត្រូវទាំងស្រុងប៉ុន្តែប្រសិនបើអ្នកដឹងអ្វីទាំងអស់អំពីអ្វីដែលខ្ញុំបានធ្វើក្នុងរយៈពេលប្រហែលឆ្នាំមកនេះមែនទេតើអ្នកអាចសរសេរអត្ថបទនេះដោយរបៀបណានោះគ្រាន់តែបញ្ជាក់ថាខ្ញុំមានស្ទូឌីយោល្អជាងអ្នកកាលពីពេលមួយខ្ញុំសារភាពថាខ្ញុំពិតជាចូលចិត្តអ្នកកាលពីនៅវិទ្យាល័យ
ប្រហែលជាខ្ញុំក៏ពិសេសសម្រាប់អ្នកដែរប៉ុន្តែវាដូចជាប្រឡោមលោកដែលមានចុងបញ្ចប់អាក្រក់មនុស្សប្រភេទនេះត្រូវបានកំណត់ថាជាមនុស្សដែលឈប់ភ្លាមមិនថាការសរសេររបស់គាត់មានឥទ្ធិពលឬបំផុសគំនិតយ៉ាងណានោះទេវាទាំងអស់សុទ្ធតែជានិមិត្តរូបទោះបីជាអ្នកជួបការលំបាកខ្លះនៅពេលនោះក៏ដោយវានឹងមិនផ្លាស់ប្ដូរអ្វីទាំងអស់ខ្ញុំបានធំធាត់ក្លាយជាមនុស្សលេចធ្លោម្នាក់ក្នុងរយៈពេល10ឆ្នាំកន្លងមកនេះខ្ញុំអាចរស់នៅជីវិតដ៏ល្អមួយដោយខ្លួនឯងតើរដូវក្តៅគួរមានរសជាតិបែបណានៅពេលអ្នកមានអាយុ18ឆ្នាំវេជ្ជបណ្ឌិតរដូវក្តៅនោះដែលជាកម្មសិទ្ធិរបស់ខ្ញុំអ្វីដែលខ្ញុំចាំបានគឺបរិយាកាសនៃថ្នាំសម្លាប់មេរោគស្ថានភាពរបស់ប៉ាកាន់តែអាក្រក់ទៅហើយខ្ញុំមិនដែលឃើញអតីតកាលម្ដងទៀតទេមើលនេះជាអ្វីនេះជាលិខិតយល់ព្រមរបស់ខ្ញុំឥឡូវនេះខ្ញុំត្រូវបានអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យដ៏ល្អមួយខ្ញុំនឹងមានអនាគតល្អណាស់អរគុណសម្រាប់ការនៅជាមួយខ្ញុំរហូតមកដល់ពេលនេះប្រសិនបើអ្នកពិតជាមានអារម្មណ៍មិនស្រួលខ្លាំងការចាក់ចេញក៏ជាជម្រើសមួយដែរប៉ាផ្ញើគាត់ទៅហេតុអ្វីបានជាគាត់មិនឆ្លើយតបសាររបស់ខ្ញុំគាត់ធ្លាប់ហៅខ្ញុំឲ្យវាទៅគាត់ទោះជាយ៉ាងណាក៏ដោយគ្រួសារយោធាយើងសូមអភ័យទោសយើងបានព្យាយាមអស់ពីសមត្ថភាពហើយពេលដែលខ្ញុំបានផ្លុំទានខួបកំណើតគម្រប់18ឆ្នាំរបស់ខ្ញុំបរាជ័យក្នុងការក្លាយជាមនុស្សពេញវ័យពិតប្រាកដទោះបីជាខ្ញុំមិនស្ម័គ្រចិត្តខ្លាំងក៏ដោយមានតែពេលដែលខ្ញុំដឹងថាខ្ញុំនឹងឯកានៅថ្ងៃអនាគតការរីកចម្រើនពិតប្រាកដរបស់ខ្ញុំបានចាប់ផ្ដើមហើយអ្នកមិនគួររាយការណ៍ព័ត៌មាននេះតាំងពីដំបូងឡើយកាលខ្ញុំនៅរៀនមានក្មេងប្រុសតិចណាស់នៅក្នុងថ្នាក់របស់ខ្ញុំបានចាប់ផ្ដើមធ្វើការនៅក្រុមហ៊ុនមួយដែលពោពេញទៅដោយនារីសូមឲ្យខ្ញុំណែនាំវាដល់អ្នកមិនយល់ស្របទេតើអ្នកនឹងគ្រាន់តែរងចាំនៅផ្ទះឲ្យប្តីរបស់អ្នកមកលេងមែនទេកុំបារម្ភអីមីងខ្ញុំអាចរស់នៅបានល្អដោយខ្លួនឯងជាការពិតណាស់អ្នកកំពុងនិយាយដូច្នេះឥឡូវនេះអ្នកនឹងដឹងតែពីសារៈសំខាន់នៃការមានដៃគូនៅពេលអ្នកចាស់ទៅឪពុករបស់អ្នកបានទទួលមរណភាពភ្លាមអ្នកនៅសាលារៀននៅពេលនោះគាត់មិនអាចពន្យល់រឿងទាំងនេះដល់អ្នកបានទេមីងខ្ញុំត្រូវប្រាប់អ្នករឿងនេះខ្ញុំសូមអភ័យទោសចំពោះការសម្ភាសន៍ចុងក្រោយតើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំបានបង់ប្រាក់រួចហើយនៅខែក្រោយអ្នកអាចតាក់ទងមកខ្ញុំនៅពេលណាក៏បានអ្នកបានសម្ភាសន៍អេសជនសង្គមជាច្រើនអ្នកគ្មានអ្នកណាចង់បានអ្នកទេកាលពីពេលមុនបទសម្ភាសន៍ដែលអ្នកបានបង្ហោះជាមួយឈ្មោះដូចគ្នានឹងអ្នកខ្ញុំបានឃើញរូបថតរបស់គាត់ក្មេងប្រុសនោះល្អណាស់ខ្ញុំមានអារម្មណ៍ថាខ្ញុំធ្លាប់បានឃើញរឿងនេះនៅកន្លែងណាមួយពីមុនយើងធ្លាប់រៀនថ្នាក់ជាមួយគ្នាអ្នកប្រហែលជាធ្លាប់បានឃើញវាពីមុនមកខ្ញុំចាំបានឥឡូវនេះឪពុករបស់អ្នកបានដួលសន្លប់នៅតាមផ្លូវនៅពេលនោះសិស្សម្នាក់នេះហើយដែលបាននាំគាត់ទៅមន្ទីរពេទ្យខ្ញុំបានស្លៀកឯកសណ្ឋានសាលារបស់អ្នកគាត់បានរងចាំខ្ញុំមកដល់មុនពេលប្រឡងវាចំណាយពេលយូរណាស់អូតើចំណាត់ថ្នាក់របស់អ្នកបានទៅជាយ៉ាងណាដែរតើអ្នករងផលប៉ះពាល់ដែរឬទេសុងឈីគួរឲ្យអាណិតណាស់ដោយផ្អែកលើការសម្ដែងរបស់គាត់នៅក្នុងការសាកល្បងម៉ូតូចុងក្រោយរបស់គាត់មិនមានបញ្ហាក្នុងការក្លាយជាជម្រើសកំពូលនោះទេជាលទ្ធផលគាត់មិនបានចូលរួមក្នុងការប្រឡងទ្រឹស្ដីចុងក្រោយទេតើអ្នកដឹងទេថាហេតុអ្វីអូគាត់មិនព្រមនិយាយអរគុណទេអំឡុងពេលពិសោធន៍គាត់ថែមទាំងបានមកសួរខ្ញុំអំពីការរៀនថ្នាក់ឡើងវិញទៀតផងប៉ុន្តែវាមិនបានកន្លងផុតទៅសូម្បីតែពីឪពុកម្ដាយរបស់គាត់ថែមទាំងបានទៅសាលារៀនហើយបង្កឲ្យមានហេតុការណ៍កើតឡើងទៀតផងគាត់បានសុំឲ្យយើងមិនបង្ហាញពិន្ទុរូបរបស់គាត់វាត្រូវបានបញ្ជូនទៅបរទេសសូមអភ័យទោសខ្ញុំនឹងដឹងគុណប្រសិនបើអ្នកអាចលាបពណ៌ឡើងវិញមុនពេលខ្ញុំទៅបរទេសខ្ញុំខ្មាស់អៀនពេកមិនអាចវាស់វាបានទេប៉ុន្តែតើលើកនេះគ្មានមិត្តរួមការងារផ្សេងទៀតទេខ្ញុំអាចធ្វើបទសម្ភាសន៍សាមញ្ញមួយដោយខ្លួនឯងខ្ញុំបានឃើញវានៅក្នុងរបាយការណ៍មុនរបស់អ្នកមូលហេតុដែលអ្នកស្ថិតនៅក្នុងការងារនេះដោយសារតែអ្នកបានតាក់ទងជាមួយវានៅបរទេសមានអារម្មណ៍ថាប្រឈមនឹងឧបសគ្គដូច្នេះខ្ញុំចង់សាកល្បងអ្វីដែលគេហៅថាតាមដែលខ្ញុំដឹងកាលអ្នករៀនឆ្នាំទី2នៃវិទ្យាល័យខ្ញុំដឹងថាខ្ញុំនឹងក្លាយជាអ្នកធានារ៉ាប់រងតើអ្នកពិតជាមិនល្អគ្រប់គ្រាន់មែនទេតើអ្នកមិនចង់ដឹងទេថាអ្នកនឹងធ្វើអ្វីក្នុងរយៈពេល10ឆ្នាំទៀត10ឆ្នាំចាប់ពីពេលនេះទៅនឹងក្លាយជាគ្រូបង្រៀនដ៏អស្ចារ្យម្នាក់ប្រាកដណាស់ម៉ាក់ជាមនុស្សដែលធ្វើអ្វីគ្រប់យ៉ាងពាណិជ្ជករដែលបានចុះបញ្ជីទាំងអស់ដែលមានផែនការល្អឥតខ្ចោះសូម្បីតែកំណើតរបស់ខ្ញុំទាំងអស់នៅពេលដែលគាត់បានកញ្ញាដូច្នេះពេលខ្ញុំធំឡើងខ្ញុំអាចទទួលបានតែចំណាត់ថ្នាក់លេខ1ប៉ុណ្ណោះគាត់អាចក្លាយជាវិស្វករកុំព្យូទ័របានតែប៉ុណ្ណោះ
ជីវិតរបស់ខ្ញុំតែងតែដើរនៅក្នុងបារផ្លែឈើរបស់គាត់នោះកាលពី10ឆ្នាំមុនរសៀលថ្ងៃទី8ខែមិថុនាហេតុអ្វីបានជាអ្នកជ្រើសរើសវាផ្លូវមួយដែលមិនមាននៅក្នុងកន្លងជីវិតរបស់អ្នកតើខ្ញុំអាចយកសម្បត្តិសរុបឥឡូវនេះបានទេនេះជាការប្រកួតចុងក្រោយដែលខ្ញុំបានយកមកកុំបារម្ភអីឆាប់ទៅផ្ទះវិញទៅប៉ានឹងទៅយកកូនបន្ទាប់ពីប្រឡងរួចទៅចុះកូនស្រីសម្លាញ់របស់ខ្ញុំលាហើយឆាប់ត្រឡប់មកវិញណាខ្ញុំពិតជាវិលមុខណាស់យើងមិនអាចគ្រប់គ្រងវាបានទេយើងមិនអាចគ្រប់គ្រងវាបានទេចុះបើវាគ្រាន់តែជារឿងចៃដន្យនេះជាឪពុករបស់អ្នកកូនប្រុសឲ្យចូលមកចុះនិយាយពីនេះប៉ាខ្ញុំថែមទាំងបានចុះហត្ថលេខាលើអំណោយមួយសម្រាប់អ្នកការគាត់នៅជាអ្នកជំនួយឪពុករបស់អ្នកមិនអីទេបើដូច្នោះខ្ញុំនឹងសុំឲ្យឪពុករបស់គាត់មកលេងពេលក្រោយដែលយើងជួបគ្នាបើគាត់សួរខ្ញុំនឹងប្រាប់គាត់ពីការពិតខ្ញុំគ្រាន់តែលេងសើចទេពូទៅមុនទៅតើអ្នកអាចទូរស័ព្ទទៅលេខ120ឲ្យខ្ញុំបានទេអ្នកត្រឡប់មកវិញហើយបើខ្ញុំមិនត្រឡប់មកវិញទេខ្ញុំមិនទាន់ដឹងនៅឡើយទេតើអ្នកអាចធ្វើអ្វីដ៏ធំមួយនៅពីក្រោយខ្នងខ្ញុំបានទេនៅពេលដែលពិន្ទុរົບត្រូវបានចេញផ្សាយខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាដែលស្គាល់ខ្ញុំសើចចំអកឲ្យខ្ញុំអ្នកគ្រាន់តែសុខចិត្តស្មោះត្រង់ជាមួយខ្ញុំឥឡូវនេះមែនទេខ្ញុំនឹងធ្វើថ្នាក់ម្ដងទៀតការប្រឡងចូលមហាវិទ្យាល័យឆ្នាំក្រោយខ្ញុំពិតជានឹងទទួលបានចំណាត់ថ្នាក់លេខ1តើអ្នកចង់ឲ្យអ្នករាល់គ្នាដឹងថាអ្នកកំពុងរៀនថ្នាក់ឡើងវិញទេកូនប្រុសរបស់ខ្ញុំមិនបានឈានដល់ពិន្ទុចូលរៀនថ្នាក់បរិញ្ញាបត្រផងខ្ញុំនៅតែត្រូវធ្វើម្ដងទៀត1ឆ្នាំតើអ្នកអតីនឹងគិតយ៉ាងណាចំពោះខ្ញុំម្ដាយរបស់បងស្រីសុងតែងតែទុកចិត្តអ្នកមិនបានធ្វើឲ្យខ្ញុំព្រួយបារម្ភអំពីការសិក្សារបស់អ្នកអស់រយៈពេលជាច្រើនឆ្នាំមកហើយហេតុអ្វីបានជាអ្នកខកខានការប្រឡងលើកនេះយោពមវាមិនអីទេបើអ្នកមិននិយាយវាយ៉ាងណាក៏ដោយកុំគិតពីការធ្វើម្ដងទៀត1ឆ្នាំខ្ញុំនឹងតាក់ទងអ្នកជំនាញនៅបរទេសជំនួសអ្នកសាកលវិទ្យាល័យល្អបំផុតសម្រាប់ជំនាញទៅក្រៅប្រទេសខ្ញុំមិនចង់ទៅសិក្សានៅបរទេសទេខ្ញុំក៏អាចទទួលបាន FE នៅក្នុងប្រទេសផងដែរបាទអ្នកសុខសប្បាយជាទេមិនសូវល្អទេប៉ុន្តែអ្វីនឹងប្រសើរឡើងតើអ្នកគិតយ៉ាងណាចំពោះអ្វីដែលលោកលូជីមីងបាននិយាយម្ដាយរបស់អ្នកត្រឡប់មកវិញហើយថ្មីនេះខ្ញុំក៏សក់អ្នកខ្លាំងណាស់មានរឿងមួយបានកើតឡើងនៅផ្ទះខ្ញុំមិនអាចនៅជាមួយអ្នកបានទេចម្រៀងប្អូនស្រីខ្ញុំទទួលបានពិន្ទុ589ក្នុងការប្រឡងចូលមហាវិទ្យាល័យទោះបីជាខ្ញុំប្រហែលជាមិនអាចចូលរៀននៅសាកលវិទ្យាល័យដែលអ្នកចូលរៀនក៏ដោយប៉ុន្តែខ្ញុំពិតជាអាចទៅទីក្រុងរបស់អ្នកបានខ្ញុំស្រាប់តែដឹងខ្លួនវាបង្ហាញថាបន្ទាប់ពីការប្រឡងចូលមហាវិទ្យាល័យមិនសូវសប្បាយចិត្តទេខ្ញុំខ្លាចគេងលក់រាល់ថ្ងៃឥឡូវនេះខ្ញុំខ្លាចថាពេលខ្ញុំបើកភ្នែកភ្លាមប៉ាបានចាក់ចេញខ្ញុំគិតថាទីហ៊ាននៃការប្រឡងចូលមហាវិទ្យាល័យវានឹងមិនប៉ះពាល់ដល់ដំណើរជីវិតរបស់ខ្ញុំទេប៉ុន្តែខ្ញុំភ្លេចអំពីចង្កូតរបស់ខ្ញុំវាមិនដែលមាននៅក្នុងដៃរបស់ខ្ញុំផ្ទាល់ទេមិត្តរួមថ្នាក់របស់ខ្ញុំបានទៅសិក្សានៅបរទេសកុំមករកសាលាទៀតអីក្រោយមកខ្ញុំត្រូវបានបង្ខំឲ្យផ្ញើប្រាក់ដើម្បីបង្កើនកេរ្តិ៍របស់ខ្ញុំយើងបានទៅអាកាសយានដ្ឋានពីវិទ្យាស្ថានវិវត្តន៍ហ្គេយ៉ៃមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសូមឈប់នៅទីនោះ5នាទីបានទេខ្ញុំបានទៅលេងអ្នកមុនពេលខ្ញុំចាក់ចេញប៉ុន្តែខ្ញុំមិនហ៊ានទៅមុខទេខ្ញុំខ្លាចថាវត្តមានរបស់ខ្ញុំនឹងខូខើចំពោះអ្នកវាដូចជាការស្ដាប់ចំណង់ចំណូលចិត្តដូចមន់របស់ខ្ញុំដូច្នេះហេតុអ្វីបានជាអ្នកនៅបរទេសយូរម្ល៉េះអ្នកមិនដែលគិតចង់តាក់ទងមកខ្ញុំទេខ្ញុំបានហៅអ្នកប៉ុន្តែអ្នកបានបដូរលេខរបស់អ្នកក្រោយមកខ្ញុំបានយល់ខ្ញុំមិនអាចសម្រេចចិត្តលើជីវិតខ្លួនឯងបានទាំងស្រុងទេខ្ញុំចង់រងចាំរហូតដល់ខ្ញុំអាចធ្វើការជ្រើសរើសបានដូច្នេះខ្ញុំកំពុងឈរនៅពីមុខអ្នកផ្ទាល់អ្នកទៅក្រៅប្រទេសតែម្នាក់ឯងតាមពិតទៅអ្នកបានទៅបរទេសកាលពី10ឆ្នាំមុនដោយមិនបាននិយាយអ្វីទាំងអស់ខ្ញុំពិតជាបានតាក់ទងជាមួយអ្នកមែនប៉ុន្តែក្រោយមកខ្ញុំបានរកឃើញរឿងនឹងកើតឡើងក្នុងជីវិតរឿងជាច្រើនទៀតដែលអ្នកមិនអាចទទួលយកបានអ្នកបានទៅប៉ុស្តិ៍ប៉ូលីសតែម្នាក់ឯងដើម្បីទារសំណងជំនួសខ្ញុំសម្រាប់ថ្លៃសិក្សាខ្ញុំបានទៅរកសៀវភៅដែលជំពាក់លុយឪពុកខ្ញុំបានលក់ទំនិញរបស់ខ្ញុំនៅផ្ទះរបស់គាត់រយៈពេល1សប្តាហ៍មុនពេលខ្ញុំទទួលបានប្រាក់ខែក្រោយមកខ្ញុំបានទៅសាកលវិទ្យាល័យ
នៅមានរឿងជាច្រើនទៀតដែលត្រូវព្រួយបារម្ភអ្នកបានការពារខ្ញុំអាចកំបាំងរបស់ខ្ញុំត្រូវបានកប់អស់រយៈពេល10ឆ្នាំតាមពិតទៅការដើរលេងក្នុងរដូវក្តៅនោះខ្ញុំពិតជានឹងអាចទ្រាំទ្រវាបានសូម្បីតែដូច្នេះនៅពេលអ្នកធំឡើងខ្ញុំក៏មិនបានធ្លាក់ពីក្រោយដែរបើខ្ញុំប្រាប់អ្នកមុននេះថាហេតុអ្វីខ្ញុំងឿងឆ្ងល់ម្ល៉េះគ្មាននរណាម្នាក់ដឹងទេតើអ្វីនឹងកើតឡើងនៅពេលអនាគតដែលមិនទាន់បានកើតឡើងប៉ុន្តែខ្ញុំនៅតែមានអំណរគុណចំពោះអ្នកខ្លាំងណាស់ពេលនោះខ្ញុំមិនបានទុកឪពុកខ្ញុំឲ្យនៅម្នាក់ឯងទេសូនដេកនៅលើចិញ្ចើមផ្លូវអ្នកបាននិយាយនៅលើ WeChat អ្នកនឹងទៅវីស្មកានៅសប្តាហ៍ក្រោយគម្រោងដែលត្រូវបានបង្កើតឡើងតែនៅខាងក្រៅក្រុមហ៊ុនប៉ុណ្ណោះប្រហែលកន្លះឆ្នាំទេសភាពនៅទីនេះស្អាតណាស់តោះថតរូបជាក្រុម321លោកគ្រូសូមខ្ញុំមកជួបលោកគ្រូហើយខ្ញុំអាចជិះតាក់ស៊ីដោយខ្លួនឯងបានលើកចុងក្រោយអ្នកបានចាក់ចេញតែម្នាក់ឯងដោយមានអារម្មណ៍ថាវង្វេងផ្លូវបន្ទាប់ពីទៅក្រៅប្រទេសលើកនេះវានឹងមិនដំណើរការទេនេះហើយកុំមើលរងចាំរហូតដល់ខ្ញុំចាក់ចេញមុនពេលអ្នកមើលវាអូយខ្ញុំប្រាប់ហើយថាកុំឲ្យមើលមិនអីទេខ្ញុំនឹងមិនមើលទៀតទេប៉ុន្តែរបស់អ្នកដូចជាស្រែកច្រើនជាងមែនទេតើយើងបានដើរខុសផ្លូវមែនទេតើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំភ្លេចបတ်ស្ដាំចិត្តដល់ហើយមិនអីទេយើងទើបតែបត់ផ្លូវវាងទោះបីជាវានឹងយឺតពេលបន្តិចក៏ដោយប៉ុន្តែខ្ញុំអាចទៅដល់ប្រលានយន្តហោះបានគ្រប់ពេលរបស់របរ100របស់សុងជីគឺស័ក្តិសមនឹងការអបអរសាទរខែវិច្ឆិកាឆ្នាំ2012អបអរសាទរសំណើចដែលមិនអាចពន្យល់បានរបស់បងប្អូនស្រីសង់2នាក់សូមចងចាំថាថ្ងៃកំណើតរបស់បងស្រីសុងគឺថ្ងៃទី30ខែធ្នូប្រតិទិនក្រេហ្គូរៀនអបអរសាទរការផ្សព្វផ្សាយរបស់ Sister Song ខណៈពេលដែលនាងនៅសហរដ្ឋអាមេរិកកំណត់ត្រារបស់បុរសទាំងពីរនាក់ដែលបានជួបជុំគ្នាវិញនៅក្នុងខែមីនាឆ្នាំ2025បន្ទាប់ពីបានដោះដូរប្រាក់ខែឧសភាឆ្នាំ2025អបអរសាទរការផ្លាស់ប្ដូររបស់បងប្អូនស្រីសង់ទាំងពីរនាក់ទៅជាមនុស្សពេញវ័យដ៏អស្ចារ្យខែមិថុនាឆ្នាំ2025អបអរសាទរអធិរាជសុងទាំងពីរអង្គការត្អូញត្អែរកន្លងមកខ្ញុំមើលទៅស្រស់ស្អាតណាស់នៅក្នុងរ៉ូបអាពាហ៍ពិពាហ៍របស់អ្នកតើខ្ញុំស្អាតជាងរ៉ូបអាពាហ៍ពិពាហ៍ទេជាការពិតណាស់វាគឺជាអ្នកកាលខ្ញុំសរសេរសម្បត្តិនោះកាលពី10ឆ្នាំមុនខ្ញុំមិនដែលគិតពីវាទេខ្ញុំមិនជឿថាខ្ញុំពិតជានឹងរៀបការជាមួយបងស្រីសុងទេកាលពី10ឆ្នាំមុនខ្ញុំសង្ឃឹមថានឹងក្លាយជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនខ្ញុំមិនទាន់បានសួរអ្នកនៅឡើយទេតើអ្នកបានសរសេរអ្វីខ្លះកាលពី10ឆ្នាំមុនលូយៀមីង10ឆ្នាំក្រោយមកសួស្តីហេតុអ្វីបានជាអ្នកសរសេរឈ្មោះខ្ញុំតាមពិតទៅខ្ញុំបានគិតអស់រយៈពេលយូរមកហើយអំពីអ្វីដែលត្រូវសរសេរទៅកាន់អ្នកទីបំផុតខ្ញុំបានរកឃើញថាហាក់ដូចជាមានអ្វីមួយកំពុងស្ថិតនៅក្នុងក្បាលរបស់ខ្ញុំមានតែតួអង្គពីររូបសុងជីប៉ុណ្ណោះដែលនៅសេសសល់អ្នកត្រូវតែដឹងថាខ្ញុំកំពុងនិយាយអំពីសុងជីមួយណាខ្ញុំខ្លាចថា10ឆ្នាំនឹងកន្លងផុតទៅអ្នកភ្លេចអារម្មណ៍របស់អ្នកនៅពេលនេះហើយដូច្នេះសូមឲ្យខ្ញុំជួយអ្នករំលឹកឡើងវិញតាមពិតទៅអ្នកចូលចិត្តសុងជីតាំងពីដើមវិទ្យាល័យមកម្ល៉េះដូច្នេះតើអ្នកមានបំណងប្រាថ្នាអ្វីនៅថ្ងៃកំណើតរបស់អ្នកក្នុងឆ្នាំដំបូងនៅវិទ្យាល័យអ្នកទាំងពីរអាចរៀនថ្នាក់ដោយម្ដងទៀតនៅពេលអនាគតប្រហែលជាដោយសារតែទីក្រុងថ្មីអ្នកពិតជាបានឃើញគាត់នៅពេលដែលឆ្នាំទី2នៃវិទ្យាល័យចាប់ផ្ដើមបុគ្គលិកលក្ខណៈរបស់ពួកគេគឺផ្ទុយស្រឡះដូច្នេះដោយជាប់គាំងនៅចំកណ្ដាលអ្នកយល់ថាវាគួរឲ្យអស់សំណើចនៅចំណុចមួយវាគួរឲ្យខកចិត្តប៉ុន្តែអ្នកស្គាល់អ្នកទាំងពីរនេះច្បាស់ណាស់ពួកគេគ្រាន់តែផ្ដល់លុយឲ្យគេប៉ុណ្ណោះដូច្នេះអ្នកស្ទើរតែល្អជាងពួកគេបានរកឃើញអារម្មណ៍របស់គ្នាទៅវិញទៅមកពីមុនប្រហែលជាអ្នកជាមនុស្សលោភលន់ក្រុម Sister Songs ទាំងពីរនេះគ្មានអ្នកណាចង់ចាញ់ឡើយដូច្នេះអ្នកបានជ្រើសរើសឈរក្នុងតំណែងជាមិត្តភក្តិព្យាយាមធ្វើដូចជាគ្មានអ្វីខុសទេអនុញ្ញាតឲ្យអ្វីកើតឡើងពូស៊ូតាមពិតទៅបងស្រីសុងគឺជាមនុស្សល្អម្នាក់គាត់គ្រាន់តែមានកម្លាំងមិនស្មើគ្នានៅក្នុងតំបន់មួយខ្ញុំសង្ឃឹមថាអ្នកផ្ញើសារមួយដោយនិយាយថាគាត់មិនចង់មានការយល់ច្រឡំណាមួយឡើយហេតុអ្វីអ្នកសង្ឃឹមថាមនុស្សទាំងពីរដែលបានឲ្យស្បែកជើងអ្នកនឹងសប្បាយចិត្តដូច្នេះគំនិតរបស់អ្នកវាមិនអីទេបើគ្មានអ្នកណាដឹងដូច្នេះគ្រាន់តែនៅក្បែរខ្ញុំក្នុងនាមជាមិត្តម្នាក់តើអ្នកនឹងដូចនេះក្នុងរយៈពេល10ឆ្នាំទេខ្ញុំគិតថាអ្នកនឹងស្ថិតនៅក្នុងរយៈពេល10ឆ្នាំទាំងនេះស្ទាក់ស្ទើររាប់មិនអស់ចង់បង្ហាញពីអារម្មណ៍របស់ខ្ញុំប៉ុន្តែនៅទីបញ្ចប់គាត់បានលេបអាហាររបស់ទារក
វាមិនអីទេបើអ្នកមិននិយាយវាមែនទេវាក៏ល្អផងដែរក្នុងការជូនពរសុភមង្គលដល់មនុស្សដែលអ្នកចូលចិត្តរឿងក្លាហានគ្មានអ្វីត្រូវបានសរសេរទេខ្ញុំបានសរសេរអំពីថាតើខ្ញុំអាចរកលុយបានច្រើនឬអត់ខ្ញុំបានឃើញផ្ទាល់ភ្នែកពីទំនាក់ទំនងរវាងពួកគេទាំងពីររឿងរ៉ាវទាំងអស់នៅតាមផ្លូវប៉ុន្តែប្រសិនបើអ្នកទាំងពីរឆ្លោះប្រកែកគ្នាវានឹងដកប្រាក់បន្តិចបន្តួចនៅពេលយប់យ៉ាងណាមិញជាធម្មតាក្មេងរស់នៅជាមួយម្ដាយរបស់ពួកគេលូជាមីង10ឆ្នាំក្រោយមកខ្ញុំមិនដឹងថាជម្រើសចុងក្រោយរបស់អ្នកនឹងទៅជាយ៉ាងណាទេសូមឲ្យពួកគេជួបតែសេចក្តីសុខជារៀងរហូតសូមឲ្យអ្នករស់នៅដោយសុភមង្គលជារៀងរហូតខ្ញុំគោរពអ្នកសូមជូនពរពួកគេឲ្យជួបតែសំណាងល្អក្នុងកិច្ចខិតខំប្រឹងប្រែងនាពេលអនាគតខ្ញុំក៏សូមជូនពរអ្នកឲ្យជួបតែសំណាងល្អនៅពេលអនាគតផងដែរខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចទទួលបានវាសុភមង្គលរបស់ខ្លួនឯង